chỉដំបូងសូមជម្រាបសួរដល់លោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះយើងនឹងមកសិក្សាទៅលើ CCN3 CCNA3 លើ module 3យើងមាន network security concept ដែលយើងសិក្សាទៅលើវានៅក្នុងថ្ងៃនេះអញ្ចឹងដំបូងយើងចូលមកដល់ module objective បានន័យថាក្នុង module នេះយើងនឹងសិក្សាទៅលើ objective មួយចំនួនដូចជា current state of cyber security បានន័យថារាល់ថ្ងៃហ្នឹង trend ឬក៏ការសិក្សានៃ cyber security ហ្នឹងគឺវាដល់ណាហើយយើងមាន threat actor ហ្នឹងគឺពពួក attacker ហ្នឹងយើងនិយាយខ្លីទៅហើយយើងនឹងនិយាយអំពីប្រភេទពួក threat actor និង tool ដែល threat actor ប្រើប្រាស់ហ្នឹងហើយយើងមាន malware យើងនឹងនិយាយពីប្រភេទ malware និងការ technique ក្នុងការប្រើប្រាស់វាហើយយើងមានcommon network attack ហើយយើងមាន IP vulnerabilities vulnerabilities មានន័យថា weakness មានន័យថា IP weakness ហើយយើងមាន TCP និង UDP vulnerability យើងមាន IP service យើងមាន network security best practice ហើយយើងចុងក្រោយគេយើងមាន cryptography មានន័យថាជាប្រភេទ security concept ហើយចូលមកដល់ដំបូងគេយើងមាន ethical hacking statement អញ្ចឹងមុននឹងចូលមេរៀនហ្មងគេmodule ហ្នឹងគេឲ្យយើងស្គាល់នៅ ethical hacking statement បានន័យថាសេចក្តីផ្ដើមនៃការ hacking ហ្នឹងបានន័យថាក្រមសីលធម៌នៃការ hack អញ្ចឹងក្នុងមេរៀនហ្នឹងគេចង់ឲ្យអ្នករៀនហ្នឹងយល់ដឹងអំពី technique និង tool ដែលប្រើប្រាស់នៅក្នុង sandbox អញ្ចឹងបានន័យថាមេរៀនហ្នឹងគឺយើងអ្នកសិក្សាយើងហ្នឹងគឺយើងធ្វើទៅក្នុង sandbox ហ្នឹងបានន័យថាដូចជាប្រភេទ visual machine ឬក៏ប្រភេទដូចជា visual lab អីចឹងទេយើងអត់បានប្រើប្រាស់ទៅលើ real environment ទេគឺយើងប្រើប្រាស់ទៅលើ visual environment ដូចជាធ្វើការ experiment អីផ្សេងៗហ្នឹងអញ្ចឹងដូចថាយើងចង់ធ្វើការ test tool តែអីហ្នឹងអញ្ចឹងយើងធ្វើនៅក្នុង sandbox ហ្នឹងហើយរាល់ការធ្វើទាំងអស់ហ្នឹងគឺយើងនឹងផ្ដល់ទៅដល់ local administrator អីហ្នឹងអាហ្នឹងគឺគេហៅ ethical hacking statement ហ្នឹងអូខេអញ្ចឹងអត់មានអីច្រើនទេអានេះអញ្ចឹងយើងចូលមកដល់ដំបូងគេយើងនិយាយអំពី current statement of cyber security អូខេអញ្ចឹងcyber security ហ្នឹងគឺយ៉ាង cyber security ហ្នឹងគឺវាជា trend មួយដែលវាដែលមនុស្សយើងសប្តាហ៍នេះយើងដឹងថាមានគេច្រើនចូលចិត្តរៀនភាសាវាពាក់ព័ន្ធនឹងការ hacking secure defense network អីចឹងទៅអញ្ចឹងវាជា motivation មួយដែលធ្វើវាទៅជា trend ដែលមានអ្នកចូលចិត្តរៀនច្រើនអូខេអញ្ចឹងយើងចូលមកដល់ current state of affair អញ្ចឹងcurrent state of affair អញ្ចឹងកន្លែងនេះចង់និយាយថា cyber criminal ឥឡូវហ្នឹងគឺមានជំនាញក្នុងការប្រើប្រាស់ tool ដែលធ្វើឲ្យ network ឬក៏ server ហ្នឹង down បានដោយសារtool technique ទាំងអស់ហ្នឹងវាមានច្រើនហើយវាងាយស្រួលក្នុងការប្រើប្រាស់ក្នុងការ hack ពេលខ្លះសូម្បីតែមនុស្សធម្មតាហ្នឹងគាត់អាចរៀនតិចតួចក៏គាត់អាចចេះប្រើ technique និង tool ទាំងអស់ហ្នឹងបានដែរអញ្ចឹងដើម្បីការពារកុំឲ្យមានការធ្វើការ hack អញ្ចឹងយើងត្រូវមានវិធានការដើម្បីការពារnetwork យើងឬក៏ការពារអ្នកប្រើប្រាស់របស់យើងឬក៏ក្រុមហ៊ុនណាមួយអញ្ចឹងដំបូងយើងយល់នៅ term មួយចំនួនសិនអញ្ចឹងដំបូងគេយើងមាន asset ហ្នឹងគឺបើយើងបកទៅបានន័យថាជាអ្វីដែលមានតម្លៃនៅក្នុង organization បានន័យថាជារបស់ដែលមានតម្លៃនៅក្នុងស្ថាប័នមួយឬក្រុមហ៊ុនមួយវាអាចជាមនុស្សអាចជាទិន្នន័យរបស់មនុស្សម្នាក់វាអាចជាequipment ជាឧបករណ៍ឬក៏ resource អីទាំងអស់ហ្នឹងអញ្ចឹងអាហ្នឹងគេហៅថា asset ហើយមួយទៀតvulnerability បានន័យថា weakness បានន័យថាជាចំណុចខ្សោយនៅក្នុង system មួយឬនៅក្នុងការ design អីមួយហ្នឹងហើយមួយទៀតយើងមានពាក្យ threat ហ្នឹងគឺជា potential danger to a company បានន័យថាគឺជាយើងអាចនិយាយថាគឺជា active មួយគឺជាសកម្មភាពមួយដែលវាធ្វើឲ្យមានការប៉ះពាល់ទៅដល់ system ណាមួយនៅក្នុងស្ថាប័នណាមួយចឹងទៅហើយយើងមានexploit ហ្នឹង
គឺជាការ take advantage of weakness បានន័យថានៅពេលដែលគេឃើញមានចំណុចខ្សោយនៅត្រង់ចំណុចណាមួយក្នុង system ហ្នឹងគឺគេនឹងធ្វើការ exploit ន័យថាគេនឹងព្យាយាមធ្វើការកេងចំណេញឬចូលទៅប្រើប្រាស់ឬចូលទៅលួចនៅពេលដែលគេរកឃើញ weakness របស់យើងហ្នឹងហើយយើងមាន mitigation បានន័យថាការកាត់បន្ថយយើងកាត់បន្ថយនៃការ hack អីចឹងទៅអញ្ចឹងយើងក្នុងមេរៀនហ្នឹងយើងនឹងប្រើពាក្យ mitigation ហ្នឹងច្រើនហើយមួយទៀត risk គឺហានិភ័យយើងបកឲ្យខ្លីទៅគឺហានិភ័យដែលអាចកើតឡើងបន្ទាប់ពីយើងមាន weakness ទាំងអស់ហ្នឹងទៅអូខេអញ្ចឹងយើងចូលមកដល់ចំណុចបន្ទាប់គឺ vector of network attacks អញ្ចឹង vector of network attack ហ្នឹងគឺជាកត្តាដែលhacker ហ្នឹងអាចធ្វើការ attack យើងបានអញ្ចឹងattack vector ហ្នឹងគឺជា path មួយដែល attacker ហ្នឹងធ្វើការ access ចូលទៅកាន់ server របស់យើងឬក៏ host ឬក៏ network របស់យើងហ្នឹងអញ្ចឹងអាហ្នឹងគេហៅថា attack vector ហើយចំពោះការ attack ហ្នឹងវាអាចមាន2វាមាន external threat បានន័យថាការ threat មកពីខាងក្រៅមកពី internet ឆ្លងកាត់តាម firewall របស់យើងហ្នឹងហើយមួយទៀតយើងមាន internal threat គឺការវាយប្រហារមកពីខាងក្នុងបានន័យថាពួក attacker ហ្នឹងវាបានចូលមកដល់ក្នុង network របស់យើងហើយវាធ្វើការ attack ស្មកកាន់ host ឬក៏ main host របស់យើងហ្នឹងអញ្ចឹងinternal threat ហ្នឹងគឺធម្មតាវាមានការគំរាមកំហែងខ្លាំងជាង external ដោយសារវាពេលដែលចូលមកហើយអញ្ចឹងអា internal យើងធម្មតាគឺជា trusted network ហើយអញ្ចឹងអត់សូវមានការការពារអីច្រើនទេអញ្ចឹងវាបង្កើតនៅហានិភ័យជាច្រើនអូខេបន្តមកទៀតជាស្រេចយើងតមកទៀតយើងមាន data loss ពាក្យថា data loss ហ្នឹងយើងនិយាយទៅគឺជា process នៃការបាត់បង់ data ឬក៏ជា process ដែលធ្វើឲ្យមានការបាត់បង់ឬការលួចឬការបែកធ្លាយទៅកាន់ខាងក្រៅដោយចេតនាឬអចេតនា intentionality និង unintentionality ហ្នឹងបានន័យថាចេតនានិងអចេតនាអញ្ចឹងការបែកធ្លាយ data ឬក៏ data loss ហ្នឹងវាអាចនាំនៅយើងអាចនិយាយថាជាបញ្ហាចុះអាចនាំនៅជាបញ្ហាមួយចំនួនដូចជា brand damage បានន័យថាខូចកេរ្តិ៍ឈ្មោះឧទាហរណ៍ថាក្រុមហ៊ុនយើងបែកធ្លាយ data របស់អ្នកប្រើប្រាស់អញ្ចឹងអ្នកប្រើប្រាស់គាត់អត់ទំនុកចិត្តហើយមួយទៀត loss competitive advantage បាត់បង់ការប្រកួតប្រជែងពីក្រុមហ៊ុនដទៃloss customer បាត់បង់អ្នកប្រើប្រាស់ដូចខាងលើដែរloss revenue បាត់បង់ប្រាក់ចំណូលហើយយើងអាចទទួលរងនៅការផាកពិន័យឬក៏ការបង់លុយអីជាដើមយ៉ាងទៅអញ្ចឹងដើម្បីការពារទាំងអស់ហ្នឹងយើងគួរតែរៀបចំ organization យើងហ្នឹងឲ្យបានត្រឹមត្រូវដូចជាការរៀបចំមានមានជា LDP បានថា data loss prevent data loss prevent ហ្នឹងគឺជា strategy មួយដែលការពារកុំឲ្យបាត់បង់ data loss អញ្ចឹងយើងចូលមកដល់ data loss vector ឬក៏កត្តាដែលធ្វើឲ្យមាន data loss កើតមានឡើងអញ្ចឹងដំបូងគេយើងមាន email ឬក៏ social media network មួយទៀតយើងមាន unencrypted device ដែលវាអាចជា plain text មួយទៀតយើងមាន cloud storage device យើងមាន removal media ហើយយើងមាន hard copy ហើយ improper access control អញ្ចឹងមួយហ្នឹងវាមិនអញ្ចឹងយើងនិយាយត្រួសអញ្ចឹង email ឬក៏ social media ហ្នឹងវាអាចកាត់ឡើងនៅពេលដែលព័ត៌មានរបស់យើងហ្នឹងបែកធ្លាយតាមរយៈការ email ឬការផុសលើ social media ជាដើមហើយចំពោះ unencrypted device ហ្នឹងគឺនៅពេលដែល data នៅក្នុង device ដែលយើងប្រើប្រាស់ហ្នឹងអត់មានការប្រើប្រាស់នៅ encryption algorithm ត្រឹមត្រូវអញ្ចឹងដូចថាទូរស័ព្ទយើងអត់បានដាក់ password អញ្ចឹងណាឬក៏ laptop យើងបានដាក់ password អត់បាន encrypt សារឬក៏ email អីរបស់យើងហ្នឹងអញ្ចឹងអ្នកចូលទៅលួចហ្នឹងអាចធ្វើការលួចយកនៅ confidential data របស់យើងហើយចំពោះ cloud storage device យើងដឹងហើយដូចជាប្រភេទ drive ឬក៏ cloud នៅលើ internet អីហ្នឹងអាហ្នឹងក៏ងាយស្រួលក្នុងការចូលទៅលួច data របស់យើងបានដែរដោយសារវានៅលើ internet ហើយយើងមានប្រភេទពួក removable media ដូចជា USB អីហ្នឹងអាហ្នឹងគេអាចធ្វើការដាក់មេរោគដើម្បីលួចយកទិន្នន័យអីរបស់យើងទាំងអស់ហ្នឹងទៅ
ហើយយើងមាន hard copy ហ្នឹងគួរតែជាពួក hard disk ឬក៏អាចជាกระดาษដែល print ចេញមកមកដល់ចំណុចបន្ទាប់យើងមាន threat actor threat actor ដែលយើងនិយាយមុនហ្នឹងអញ្ចឹងគឺជាអ្នកបង្ក threat ឬក៏យើងអាចនិយាយថា hacker អញ្ចឹងមកទៅស្រួលអញ្ចឹងចូលមកដល់យើងនិយាយពី the hacker អញ្ចឹងក្នុងចំណុចនេះគេនិយាយពីប្រភេទពួក hacker អញ្ចឹងយើងមាន3ប្រភេទយើងមាន white hat hacker white hat hacker ហ្នឹងគឺជា hacker ដែលមានការនិយាយថាមានក្រមសីលធម៌ឬស្ថិតនៅក្រោមច្បាប់ពួកគេហ្នឹងពួក hacker ហ្នឹងអាចជាអ្នកធ្វើការឲ្យស្ថាប័នណាមួយដែលមានច្បាប់ត្រឹមត្រូវឬក៏ក្រមរដ្ឋាភិបាលអញ្ចឹងទៅដែលពួកហ្នឹងវាធ្វើការ hack ជួយស្ថាប័នខ្លួនឯងឬក៏ធ្វើការ hack ចំណុចខ្សោយក្នុង system ណាមួយដើម្បីធ្វើការ report ប្រាប់ទៅកាន់ម្ចាស់ system នឹងអញ្ចឹងទៅហើយយើងមាន grey hat hacker grey hat hacker ហ្នឹងគឺ commit crime គឺជាអ្នកបង្កបទល្មើសផ្នែកអ៊ីនធឺណិតដែលgrey hat ហ្នឹងគឺអត់មានក្រមសីលធម៌ទេតែពួកហ្នឹងធ្វើការងារហ្នឹងដើម្បី damage ទៅលើអ្វីមួយដែលមិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេពេលខ្លះគ្រាន់តែចង់ឲ្យ leak data ឬ leak ព័ត៌មានអីទៅពិភពលោកអញ្ចឹងទៅប្រភេទដូចពួកគេហៅពួកបាតកម្មអីចឹងណាពួក anonymous អីចឹងណាដើម្បីចង់ leak data ប្រឆាំងជាមួយនឹងរដ្ឋាភិបាលអីចឹងទៅហើយយើងមាន black hat attacker គឺជាប្រភេទ hacker ដែលអត់មានក្រមសីលធម៌សោះតែហ្មងបានន័យថាពួកហ្នឹងធ្វើការ hack system ហ្នឹងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដូចជាការ hack bank account hack យកលុយ hack យកព័ត៌មានហើយគម្រាមយកលុយអីចឹងទៅអញ្ចឹងពួកហ្នឹងពួក black hat hacker អញ្ចឹងចូលដល់ចំណុចបន្ទាប់ the evolution of hacker មានថាការវិវត្តនៃពួក hacker អញ្ចឹងយើងចូលមកដល់ចំណុចដំបូងគេយើងមាន script kiddie script kiddie ហ្នឹងគឺប្រភេទដូចក្មេងៗឬក៏អ្នកទំចេះអ្នករៀនដំបូងអញ្ចឹងណាចេះប្រើប្រាស់ tool មួយចំនួនអញ្ចឹងទៅ tool ដែលមានស្រាប់ដែលគេអាចមានបរិញ្ញាអញ្ចឹងទៅអញ្ចឹងពួកហ្នឹងវាប្រើប្រាស់ទាំងអស់ហ្នឹងដើម្បីធ្វើការ hack រំខានទៅកាន់ network មួយចំនួនតូចៗដែលអត់មាន encryption អីត្រឹមត្រូវអញ្ចឹងទៅហើយមួយទៀតយើងមាន vulnerability broker បានន័យថាអ្នកដែលធ្វើការរកចំណុចខ្សោយទៅលើ system ហ្នឹងដែលពួកហ្នឹងធ្វើការបំបែកចំណុចដែលអត់មាន secure នៅក្នុង system ហ្នឹងហើយបន្ទាប់មកធ្វើការ report ប្រាប់ពួកហ្នឹងយើងអាចហៅថាពួក grey hat ពួកហ្នឹងតែពេលខ្លះក៏អាចធ្វើចឹងដើម្បីទទួលបានប្រាក់រង្វាន់ឬក៏ប្រាក់ឧបត្ថម្ភអញ្ចឹងពេលខ្លះអាចជាអ្នកប្រកួតក្នុង competition អញ្ចឹងណាដូច Google អញ្ចឹងហើយមួយទៀតយើងមាន hacktivist ក៏យើងអាចរាប់ថាជា grey hat ដែរដែលយើងហៅថាក្រុមតវ៉ាឬពួកបាតកម្មហ្នឹងដែលពួកហ្នឹងយើងអាចស្គាល់ថាជាពួកanonymous ដែលព្យាយាម leak ព័ត៌មានរបស់រដ្ឋាភិបាលឬក៏ស្ថាប័នណាមួយដែលពាក់ព័ន្ធនឹងព័ត៌មានដូចជាការអំពើពុករលួយអីចឹងទៅឬក៏មន្ត្រីខុសច្បាប់អីចឹងទៅហើយមួយទៀតយើងមាន cyber criminal នេះរៀងធ្ងន់បន្តិចយើងហៅថាពួក black hat ហ្នឹងពួកហ្នឹងគឺធ្វើការដើម្បីខ្លួនឯងហើយមានជាក្រុមធំទៀត cyber criminal ហ្នឹងគឺនៅក្នុងទីផ្សារងឹតហើយមួយទៀតយើងមាន state sponsor hacker state sponsor hacker ហ្នឹងគឺពួក hacker ដែលយើងអាចហៅថាពួក white hat ក៏បានគឺ control ដោយរដ្ឋាភិបាលដើម្បីធ្វើការ hack ទៅលើប្រព័ន្ធផ្សេងៗដែលគម្រាមកំហែងដល់ស្ថាប័នរបស់ខ្លួនហ្នឹងអាចជាប្រទេសឬក៏ការពារពីពួក hacker ពួក black hat អីចឹងទៅហើយពួក cyber criminal ហ្នឹងគឺវាធ្វើការ steal billion of dollar បើន័យថារៀងរាល់ឆ្នាំហ្នឹងឬក៏កន្លងមកហ្នឹងពួក cyber criminal ហ្នឹងគឺធ្វើការ hack ដើម្បីលួចលុយដូច grey ខាងជើងហ្នឹងថ្មីហ្នឹងធ្វើការលួចលុយពួកពីបរទេសមកអញ្ចឹងទៅហើយមួយទៀតពួកហ្នឹងធ្វើការក្នុងទីផ្សារងឹត underground economy គឺពេលខ្លះវាធ្វើការលួច data យើងលក់ data យើងលក់ user identity លក់ ID អីចឹងទៅនៅទីផ្សារងឹតចឹងទៅហើយពួកហ្នឹងវាអាចជាទិញលក់ប្រភេទអីប្រើពួក cryptocurrency អញ្ចឹងទៅហើយមួយទៀតយើងចូលមកដល់ hacktivist hacktivist ហ្នឹងគឺប្រភេទពួក hacker hack ដើម្បីធ្វើការ leak គ្រាន់តែ leak ព័ត៌មានទេដែលមិនមែនជាផលប្រយោជន៍
ដល់ខ្លួនធំហ្មងទេពួកហ្នឹងដូចនិយាយពីដើមជាពួក anonymous ឬក៏ពួកនេះ Syrian Electronic Army ហ្នឹងបើន័យថាពួកនេះគឺប្រភេទពួក hack ដើម្បីចូលទៅលួចព័ត៌មានរបស់ប្រទេសដែលជាសត្រូវអញ្ចឹងទៅហើយ hacktivist ហ្នឹងgroup not well organized មានន័យថាអត់មានជារចនាសម្ព័ន្ធគ្រប់អីត្រឹមត្រូវទេគឺអាចជា individual ឬក៏ពេលខ្លះគាត់អាចជាក្រុមក្នុងរយៈពេលខ្លីអញ្ចឹងទៅហើយ hacktivist ហ្នឹងពួកហ្នឹងគឺ rely on access tool បានន័យថាវាពួកហ្នឹងគឺប្រើប្រាស់ទៅលើ tool ដែលគេបង្កើតមានស្រាប់អាចថាអត់ចេះបង្កើតដូចពួក cyber criminal ទេដោយសារការបង្កើតហ្នឹងវាអាចខុសច្បាប់យ៉ាងទៅហើយមួយទៀត state sponsor hacker គឺប្រភេទ hacker ដែល control ដោយរដ្ឋាភិបាលហ្នឹងពួកហ្នឹងអាចធ្វើការប្រើប្រាស់និងបង្កើត tool ដោយខ្លួនឯងបានដោយសារមានការឧបត្ថម្ភពីរដ្ឋាភិបាលឬក៏ស្ថាប័នអញ្ចឹងទៅហើយចូលមកដល់ចំណុចបន្ទាប់យើងមាន threat actor tool អញ្ចឹង tool ដែលប្រភេទដែលពួក threat actor ទៅការប្រើប្រាស់អញ្ចឹងចូលមកដល់យើងមានintroduction to attack tool អញ្ចឹង tool ជាអី tool ជា software ដែលប្រើប្រាស់ដោយ attacker ដើម្បីធ្វើការ attack ទៅលើ system ណាមួយអញ្ចឹងន័យខ្លីគឺប៉ុណ្ណឹងហើយចូលមកដល់ចំណុចបន្ទាប់អញ្ចឹង tool tool ដែលគេប្រើប្រាស់ហ្នឹងមានមួយចំនួនដូចក្នុង table ហ្នឹងយើងមាន password cracker គឺប្រើប្រាស់ដើម្បីគេហៅ recover ដែលថាធ្វើការចង់ដឹង password របស់យើងដែលមានដូចជា John Ripper Opcrack អីទាំងអស់ហ្នឹងគឺប្រើប្រាស់ដើម្បីចង់ធ្វើការលួច password របស់យើងដែលអាចធ្វើការទាយមានថា random ពេលខ្លះអាចជាប្រើប្រាស់ដើម្បី random ដូចថាដូចមាន4 digit អញ្ចឹងអាចធ្វើការ random ពេញ load ហើយមួយទៀតយើងមាន wireless hacking tool wireless hacking tool ហ្នឹងគឺប្រភេទពួកhack ទៅកាន់ដើម្បីចង់ detect ទៅលើ security ទៅលើចំណុចខ្សោយនៃ security របស់ network មួយហ្នឹងដូចជាយើងមាន aircrack ng kismet ហើយ kismet អីហ្នឹងហើយយើងមាន network scanning and hacking tool network scanning and hacking tool ហ្នឹងគឺជាប្រភេទពួក software ដែល scan ទៅលើ network របស់យើងចង់ដឹងថា port មួយណាដែលអាច access បាន IP ណាអាច ping ស្គាល់ឬមិនស្គាល់ active ឬមិន active អញ្ចឹងទៅហើយមួយទៀតយើងមាន packet crafting tool packet crafting tool ហ្នឹងគឺយើងធ្វើការ generate traffic ដែលយើងអាចហៅថាBPDU ដើម្បីធ្វើការ claim ឡំ packet អញ្ចឹងទៅអញ្ចឹងអាហ្នឹងគេហៅថា packet crafting មានដូចជា aping scafai socket អីចឹងទៅហើយចុងក្រោយយើងមាន packet sniffer packet sniffer ហ្នឹងគឺជា tool ប្រភេទនេះដើម្បី capture និង analyze packet ជាមួយនឹង traditional internal LAN ឬក៏ WLAN អញ្ចឹង tool ហ្នឹងយើងអាចមានដូចជា Wireshark TCP dump ភាគច្រើនអានេះប្រើប្រាស់ទៅលើពេលដែលគេប្រើប្រាស់ TCP គឺអត់សូវមាន secure ទេគឺគេអាចប្រើពួក tool នេះដើម្បីធ្វើការលួចមើល packet របស់យើងបានហើយមួយទៀតយើងមាន toolkit detector toolkit detector ហ្នឹងគឺ attacker ប្រើប្រាស់វាដើម្បីធ្វើការ corrupt system បែរថាចង់ឲ្យ system មួយគាំងឬក៏ down រយៈពេលណាមួយចឹងទៅអញ្ចឹងគេ toolkit detector ហើយយើងមានច្រើនទៀតយើងមាន faster to search forensic tool debug hacking operation system encrypt tool នេះ tool នេះទៅមុខទៀតយើងទៅដល់វាហើយយើងមាន vulnerability explosion tool vulnerable scanner ចំណុចខ្សោយក្នុង network អីចឹងទៅយើងមាន bring your device អីផ្សេងទៀតយើងចូលមកដល់ attack type type នៃការ attack អញ្ចឹងចំណុចដំបូងយើងមាន eavesdropping attack ហ្នឹងគឺជាការលួចស្ដាប់រវាង router 2ឬក៏ network នៅពេលដែលមាន communicate ឬក៏ធ្វើការ send ហ្នឹងគឺ eavesdrop attack ហ្នឹងនឹងធ្វើការលួចស្ដាប់ហើយយើងមាន data modification attack គឺប្រភេទ attack ដែលពពួក attacker ហ្នឹងធ្វើការ capture traffic របស់យើងហើយវាអាច access ចូលទៅមើល
ហើយអាចធ្វើការផ្លាស់ប្ដូរ data ឬក៏ modify ចឹងទៅហើយយើងមាន IP address spoofing attack IP address spoofing មានថាមក record ដាច់ឥឡូវសូមបន្តទៀតអញ្ចឹងមិញយើងនិយាយដល់ IP address spoofing attack IP address spoofing ហ្នឹងគឺនិយាយទៅលើការខ្លាញ់បន្លំន័យថាបន្លំទៅលើ IP ពួក attacker ហ្នឹងបន្លំ IP ដើម្បីចង់ធ្វើការលួចdata ឬក៏ message របស់យើងចឹងទៅហើយយើងមាន IP based attack ហ្នឹងពេលដែលពួក attacker រកឃើញនៅន័យថា password របស់ user យើងហើយវាធ្វើការ log in ចឹងទៅដើម្បីប្រើប្រាស់ដូចជា real user អញ្ចឹងអាចប្រើប្រាស់ account របស់ real user នឹងបានដើម្បីធ្វើការយកព័ត៌មាននៅក្នុង network របស់យើងចឹងទៅហើយអាចធ្វើការ change server ចឹងទៅហើយយើងមាន denial of service attack ឬក៏ DOS ហ្នឹងDOS ហ្នឹងគឺធ្វើឲ្យគឺជា attack ដែលធ្វើឲ្យserver របស់យើងហ្នឹងប្រើ resource ទាំងអស់ដោយអត់អាច reply ទៅកាន់ user ដែលធ្វើការrequest បានទេចឹងន័យថាគឺ DOS ហ្នឹងជាប្រភេទពួកអាចនិយាយថាព្យាយាមធ្វើឲ្យ server down ឬក៏ crash អីចឹងទៅហើយយើងមាន man in the middle attacks គឺប្រភេទ attack ដែលស្តៀងទៅនឹង Evertrap ដែរគឺលួចស្ដាប់រវាងអាចថា router 2ឬក៏ device 2ចឹងទៅរវាងចន្លោះហ្នឹងដើម្បីលួចស្ដាប់ឬក៏លួចយកលួចមើលឬក៏ modify ព័ត៌មានអីចឹងទៅហើយមួយទៀតយើងមាន compromise key attack គឺជា attack នៅពេលដែល attacker ហ្នឹងធ្វើការលួចអាចថាលួចស្ដាប់ឬក៏លួចកេងផលប្រយោជន៍អីចឹងទៅហ្នឹងខ្ញុំមកធ្វើច្បាស់ដែរហើយយើងមាន sniffer attack sniffer attack ហ្នឹងគឺជា attack ដែលពួក attacker អាចធ្វើការលួចមើលលួចអានឬ monitor ឬ capture packet របស់យើងចឹងទៅអញ្ចឹងចំណុចបន្ទាប់យើងចូលមកដល់ malware អញ្ចឹង malware បានមកពីពាក្យថាmalicious បូកជាមួយនឹងពាក្យថា software អញ្ចឹងយើងហៅថា malware malware ហ្នឹងគឺជាប្រភេទពួក software ទាំងឡាយណាដែលធ្វើការ remake ទៅកាន់ computer system ទៅលើ PC system យើងហ្នឹងទៅលើ computer system យើងហ្នឹងឬក៏ network ឬក៏ device ណាដែលវាអាចធ្វើការ spy on user វាអាចលួចតាមដានហ្នឹងទៅអីគេចោរកម្មអីណាធ្វើចោរកម្មទៅលើ user របស់យើងហ្នឹងទៅលើ device របស់យើងហ្នឹងអញ្ចឹង malware ហ្នឹងគឺវាគឺជា term ធំមួយតែបើគេស្គាល់ថាជាតូចគេអាចហៅវាថាជា virus ransomware spyware ឬ trojan អីចឹងទៅអញ្ចឹងចូលមកដល់ virus និង trojan អញ្ចឹងមនុស្សភាគច្រើនយើងស្គាល់ malware ហ្នឹងគឺជា virus ចឹងទៅអញ្ចឹងបើយើងនិយាយជាក់ស្ដែង virus ក្នុងប្រភពជាក់ស្ដែង virus គឺអាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈសកម្មភាពរបស់មនុស្សយើងឧទាហរណ៍ថា COVID ចឹងមនុស្សនឹងកើត COVID អាចឆ្លងទៅមនុស្សម្នាក់ទៀតតាមរយៈទឹកមាត់ទឹកភ្នែកញើសអីចឹងទៅអញ្ចឹងអាហ្នឹងគឺសកម្មភាពរបស់មនុស្សយើងហ្នឹងអញ្ចឹង virus ហ្នឹងគឺវា hide នៅក្នុងcomputer code បានន័យថាវាលាក់ខ្លួននៅក្នុង computer យើងឬក៏ device ណាមួយឬក៏ software document ណាមួយដែលយើងចូលទៅ download crack ឯកសារឬក៏ USB អញ្ចឹងទៅវាសង្ងំនៅក្នុងអាទាំងអស់ហ្នឹងហើយពេលយើងដោតចូល computer យើងវាបន្លំចូលទៅក្នុង device របស់យើងដើម្បីធ្វើការសង្ងំនៅហើយវាអាចលួចមើល monitor របស់យើងបានអញ្ចឹងពួក virus ហ្នឹងអាចធ្វើការផ្លាស់ប្ដូររំខានឬក៏លុប file ឬក៏ drive អីរបស់យើងអញ្ចឹងទៅដែលវាអាចធ្វើការលួចនៅដោយយើងអត់ដឹងខ្លួនទេរហូតដល់ពួក attacker ធ្វើការបញ្ជាទៅលើ device របស់យើងហ្នឹងបានយើងដឹងដោយសារពេលដែលវាលួចចូលទៅកាន់ហ្នឹងវាអាចលួចមើលលួចប្រើប្រាស់អីក្នុងហ្នឹងដូច real user អញ្ចឹងដោយសារវា access control ពីចម្ងាយ remote control ពីចម្ងាយហើយចូលមកដល់ចំណុចបន្តយើងមានប្រភេទពួក modern virus មានថាពួក virus ថ្មីហ្នឹងដែលមានដូចជា smooth setter virus គឺប្រភេទពួក virus ដែលដូចជា PAL Passion Table ឬក៏ file system ដែលវាចូលទៅកាន់ទៅលួចនៅ file system របស់យើងហើយមាន firmware virus ប្រភេទពួក attack ទៅលើ device firmware វាជា software ឬ hardware អញ្ចឹងទៅហើយយើងមាន macro virus គឺពួកហ្នឹងប្រើ
នឹងគោលបំណង hack ទៅលើ Microsoft Office ថានៅ Microsoft Office ដែលយើង crack យកមកប្រើអញ្ចឹងទៅយើងមាន program virus program virus ហ្នឹងគឺវា attack ទៅលើ exe file exe របស់យើងហ្នឹងហើយយើងមាន script virus គឺ attack ទៅលើ operation system គឺ OS system យើងហ្នឹងថាពេលវាដឹងថា OS system យើងប្រភេទអីហ្នឹងគឺយើងវាចូលទៅ attack សង្ងំនៅហ្នឹងហើយបន្តមកទៀតយើងមានថា Trojan horse Trojan horse គឺ Trojan horse ហ្នឹងគឺ control ដោយ attacker គាត់ថា attacker ទៅការ monitor វាអាចធ្វើការ remote access ពីចម្ងាយអាចធ្វើ data sending អីចឹងទៅអញ្ចឹងឥឡូវយើងចូលមក detail ហ្មងទៅយើងមាន remote access Trojan horse គឺពពួកដែល unauthorized เป็นថាដែលអ្នកដែលមានតាក់ញ្ញាច្បាស់លាស់ហ្នឹងពួកហ្នឹងវាចូលមកធ្វើការ remote access នៅ device របស់យើងហើយ data sending ពួក Trojan ហ្នឹងវាprovide ឲ្យពួក attacker ហ្នឹងធ្វើការលួចយកនៅ sensitive data ដូចជា password អីចឹងទៅហើយយើងមាន proxy ដូច proxy ហ្នឹងគឺវា perform នៅលើcomputer ដូចជា source device ដើម្បីធ្វើការ launch នៅ attack ហើយនឹង performance នៅ illegal activity ផ្សេងៗហើយមាន FTP FTP ហ្នឹងគឺវាអាចធ្វើការ file transfer file របស់យើងដោយគ្មានការអនុញ្ញាតដូចចឹងទៅហើយយើងមាន keylogger keylogger ហ្នឹងគឺធ្វើការ capture keyboard ឬក៏គេថា lock keyboard របស់យើងដើម្បីចាំដឹង password នៅពេលយើងប្រើប្រាស់ keyboard យើងបំពេញនៅពេលបំពេញ login ID អញ្ចឹងទៅហើយយើងមានអីទៀតយើងមាន DOS ដែលយើងបាននិយាយមុនហ្នឹងហើយជុំដល់ចំណុចបន្ទាប់ type ផ្សេងៗនៃ malware ហ្នឹងយើងមាន adware ហ្នឹងគឺប្រភេទពពួកដែលបង្កើត pop up ទៅពេលដែលយើងចង់ឲ្យយើងចុច visit website ហ្នឹងវាអត់សូវជាបង្កហានិភ័យអីច្រើនទេធំដុំអីទេដោយសារភាគច្រើនពួកហ្នឹងវាអាចគ្រាន់តែជាដើម្បី advertisement ផ្សព្វផ្សាយពាណិជ្ជកម្មឬដើម្បីចូលទៅ visit website ទាំងអស់នោះទេហើយមាន ransomware ពួក ransomware ហ្នឹងដល់ពេលដែលវាចូលទៅក្នុង computer យើងហើយគឺវាចាប់ដើម encrypt data របស់យើងទាំងអស់អញ្ចឹងដើម្បីចង់បាន password ធ្វើការ decrypt យើងអាចធ្វើការដូចជាការ pay លុយ pay អីប្រើប្រាស់ពួក crypto bitcoin ហ្នឹងហើយយើងមាន rootkit rootkit ហ្នឹងគឺប្រភេទ software ដែលវាធ្វើការ remote access ទៅកាន់ computer យើងបានពីចម្ងាយអញ្ចឹងហើយយើងមាន spyware ហ្នឹងវាស្តៀងនឹង adware ដែរប៉ុន្តែវាប្រើប្រាស់សម្រាប់ click information របស់យើងដើម្បីចង់លួច data របស់យើងវាសង្ងំនៅដើម្បីប្រមូល data យើងហើយវានឹងចាប់ផ្ដើមចង់ធ្វើការhack អីពេលក្រោយទៀតហើយយើងមាន worm វា copy virus ដោយសារវាអត់ឆ្លងដូចជា user action ទេវា copy virus ត្រង់ចំណៃហ្នឹងតែអីផ្សេងវាដូចគ្នាវាអាចជា set replication ចឹងបានដូចគ្នាហើយយើងចូលមកដល់ចំណុចបន្ទាប់ 3.5 common network attack អញ្ចឹង common network attack បានន័យថា network ការ attack ទៅលើ network ដែលជាទូទៅគេតែងតែប្រទះឃើញហ្នឹងណាអញ្ចឹង when malware is delivery and install payload can be used cause varies of network related attack អញ្ចឹងនៅពេលដែល malware ធ្វើការ delivery ឬក៏ install data ដែលអាចប្រើប្រាស់ហ្នឹងអាច to cause a variety អាចធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុង network ដែលពាក់ព័ន្ធនឹងការ attack អញ្ចឹងដើម្បីធ្វើការកាត់បន្ថយនៃការ attack យើងគួរតែយល់ដឹងនៃ type មួយចំនួននៃការ attack ដោយយល់ដឹងពីប្រភេទរបស់វាអញ្ចឹងយើងមានប្រភេទដូចជា reconnaissance ឬក៏យើងហៅកាត់ recon នឹងអញ្ចឹងទៅស្រួលប្រភេទពួក recon មាន access attack ហើយ DOS attack អញ្ចឹងយើងចូលមក detail មួយប្រភេទពួក recon ហ្នឹងគឺជា information gathering គឺជាអ្នកដែលប្រមូល information ឬក៏ collect អញ្ចឹងពួកហ្នឹងគឺទៅពេលដែលពួក attacker ចង់ធ្វើការ attack company មួយអញ្ចឹងវាធ្វើការប្រើប្រាស់នៅ recon ហ្នឹងដើម្បីប្រមូលព័ត៌មានហ្នឹង
ដូចជា network infrastructure សាខារបស់យើងអ្នកគ្រប់គ្រងតន័យរបស់បុគ្គលិកអីចឹងទៅឬក៏ mapping របស់ company ចឹងទៅនៅពេលដែល recon នឹងធ្វើការអូខេមិញបន្តទៀតដោយសារយើងប្រើពួក record នេះវា free អញ្ចឹងជាតែដាច់10នាទីវាដាច់អញ្ចឹងមិញនិយាយដល់នៅពេលដែល recon វាធ្វើការប្រមូល data ទាំងអស់នឹងបានហើយទើបគេប្រើប្រាស់ DOS ដើម្បី attack បានចូលមកទៀតអញ្ចឹងអញ្ចឹងមានតិចៗមួយចំនួនដើម្បីអាចធ្វើការ recon នឹងបានគឺយើងដំបូងយើងធ្វើការ perform information query ន័យថាប្រមូលព័ត៌មានហើយយើងមាន ping sweep ន័យថា ping ថាតើ target ហ្នឹងមាន IP ណាដែល active ខ្លះហើយយើងមាន port scanning មានន័យថាយើងរកថា port ណាដែល active នៅក្នុង environment ហ្នឹងហើយយើងមាន run vulnerability បែរ scan រកចំណុចខ្សោយនៅក្នុង network ហើយមួយទៀតយើងមាន run exploitation tool មានថារកមើល service ណាដែលងាយរងគ្រោះបែរថាវារកមើល service ណាដែលងាយរងគ្រោះហើយវាចាប់ដើមធ្វើការ attack យកមក check advantage ហើយចំណុចបន្ទាប់យើងមាន access attack access attack ហ្នឹងគឺនឹងវាជា attack ដែលនឹងធ្វើការ exploit ចំណុចខ្សោយដែលយើងបានដឹងស្រាប់បានន័យថាម៉េចបានន័យថាពេលដែលវារកឃើញចំណុចខ្សោយហ្នឹងហើយវាចាប់ដើមធ្វើការ exploit ចំណុចខ្សោយហ្នឹងហើយវាមានដូចជា password attack ដែលវាប្រភេទ tool សម្រាប់ធ្វើការ fill password របស់យើងដូចជាអាច random input ពេលខ្លះវាអាច random input ឬក៏វាដឹងពី key របស់យើងហើយអាចធ្វើការ lock ចូលហើយមួយទៀតយើងមាន spoofing attack គឺប្រភេទជាពពួកបន្លំ IP address MAC address ឬក៏ឲ្យ DHCP របស់យើង down ទៅដើម្បីឲ្យយើង off resource ឬក៏ down នៅ server របស់យើងហើយមកដល់ចំណុចបន្ទាប់ social engineering attack social engineering attack ហ្នឹងពាក្យថា social engineering ហ្នឹងគឺជា physical attack មួយដែលវាធ្វើការដែលគេធ្វើការ asking real people មានន័យថាយើងអាចនិយាយថាគឺជា attack មួយប្រភេទដែលពាក់ព័ន្ធទៅនឹងមនុស្សយើងហ្មងវាពាក់ព័ន្ធនឹងគ្រឿង electronic ឬក៏ internet network អីទេគឺវានៅខាងក្រៅក្នុងជីវិតពិតដែលធ្វើការសួរទៅលើមនុស្សមួយហ្នឹងដែលពាក់ព័ន្ធធ្វើឬក៏ធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹងអញ្ចឹងទៅដែលតាមរយៈការប្រើប្រាស់ទូរស័ព្ទដៃឬការប្រើប្រាស់ internet របស់បុគ្គលិកបុគ្គលអីចឹងទៅអញ្ចឹង social engineering ហ្នឹងគឺវាពឹងផ្អែកទាំងស្រុងទៅលើចិត្តរបស់មនុស្សនិងឬក៏ការបញ្ចុះបញ្ចូលឬការផ្ដល់ផលប្រយោជន៍ឲ្យចឹងទៅឬពេលខ្លះវាអាចជាការបោកបញ្ឆោតអីចឹងទៅពេលឧទាហរណ៍ដែលយើងគេហៅ call center អញ្ចឹងណាសួរនាំព័ត៌មានអីចេះចុះហើយសុំ password យើងអញ្ចឹងទៅអញ្ចឹងប្រភេទនៃ social engineering ហ្នឹងយើងមានច្រើនត្រួសយើងមាន pretexting chatter act pretend មានថា actor ហ្នឹងគាត់សំដែងឬក៏ធ្វើជាត្រូវការព័ត៌មានឬក៏ financial data ហ្នឹងរបស់បុគ្គលម្នាក់ហ្នឹងដើម្បីធ្វើការ confirm identity ឬក៏ reception មានថាដើម្បីធ្វើការចេញជាបញ្ជីឲ្យមួយហ្នឹងគាត់សុំព័ត៌មានមនុស្សម្នាក់ហ្នឹងអញ្ចឹងទៅហើយមួយទៀត phishing ហ្នឹងគឺជាការ fake ឬក៏ over mail មានថា send mail ជាច្រើនដូចជា mail ប្រាប់យើងថាឈ្នះរង្វាន់ឈ្នះអីចឹងទៅដើម្បីឲ្យយើងចុច click ឬក៏ install ចឹងទៅនៅពេលដែលយើងចុចចូលទៅគឺយើងនឹងពេញព័ត៌មានខ្លះៗអីចឹងទៅអញ្ចឹងវានឹងយកទាំងអស់ហ្នឹងទៅដើម្បីធ្វើការ fill password អីពេលក្រោយហ្នឹងហើយមួយទៀតយើងមាន spear phishing copy phishing ថង phishing វា send ទៅទាំងអស់ចឹងទៅតែ spear phishing វាមាន specific target មានថាវាមាន target មួយហ្នឹងច្បាស់លាស់អញ្ចឹងទៅតែម្នាក់ហ្នឹងចឹងទៅហើយមួយទៀតយើងមាន spam មានថា email ដែលមិនគួរឲ្យទុកចិត្តយើងឃើញក្នុង Google email របស់យើងឃើញមាន spam គឺវាឃើញ email ណានេះវាដាក់ចូល spam ហ្នឹងហើយមួយទៀត something for something something for something គឺជាការសុំព័ត៌មានដែលបដូរនឹងរង្វាន់ដោយយើងពេញព័ត៌មានអញ្ចឹងវាស្តៀងទៅនឹងមុនហ្នឹងវាស្តៀងទៅនឹង phishing ដែរហើយមួយទៀត betting គឺការដាក់ malware នៅក្នុង flash របស់យើងឬក៏ adapter នៅក្នុងនៅ public location អញ្ចឹងដូចយើងចំណាំដូចថាយើងប្រើ USB របស់គេអញ្ចឹងទៅឬក៏យើងទៅដោតសាក
ថ្មទូរស័ព្ទដែលមាន adapter ស្រាប់ហ្នឹងនៅតាមសណ្ឋាគារនៅតាម public មួយចំនួនហើយពេលខ្លះអាចជាការប្រើប្រាស់ Wi-Fi public អីចឹងទៅ free ចឹងទៅហើយមួយទៀតយើងមានimpersonation យើងមាន tailgating shoulder surfing dumpster diving វាមានច្រើនទៀតដែលទាំងអស់ហ្នឹងវាភាគច្រើនពាក់ព័ន្ធនឹងមនុស្សយើងទេអញ្ចឹងនិយាយជារួមទៅបានន័យថាវា social engineering ហ្នឹងគឺពាក់ព័ន្ធនឹងគេចង់ធ្វើការអប់រំឬក៏ផ្ដល់ជាគេហៅថា technique មួយចំនួនដែលវាអត់ពាក់ព័ន្ធនឹង technical ទេវាពាក់ព័ន្ធទៅកាន់ end user ហ្នឹងឬក៏ប្រភេទបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយហ្នឹងដើម្បីកុំឲ្យពួកគាត់ហ្នឹងធ្វើការ leak ព័ត៌មានខ្លួនឯងគាត់ហ្នឹងដែលអាចពាក់ព័ន្ធទៅដល់ក្នុងក្រុមហ៊ុនហ្នឹងអាចធ្វើឲ្យពួក attacker ងាយស្រួលក្នុងការវាចូលទៅក្នុង network របស់គាត់អញ្ចឹងវាអាចប៉ះពាល់ដល់ network host ទាំងមូលអញ្ចឹងអានេះគ្រាន់តែជាការណែនាំទៅកាន់ user ទេដើម្បីថាយើងគួរការពារខ្លួនបែបម៉េចកុំ leak ព័ត៌មានដែលទៅពេញមិនចឹងទៅអញ្ចឹងយើងចូលមកដល់ចំណុចបន្ទាប់យើងមាន DOS និង DDoS attack DOS យើងស្គាល់ហើយគឺ denial of service គឺវាធ្វើការ overloading traffic មានន័យថាបង្កើតនៅ traffic ជាច្រើនដើម្បីធ្វើឲ្យ service ឬក៏ servers down ឬក៏ crash ហ្នឹងទៅវាមានហើយវាមានពីរប្រភេទនៃ DOS attack ហ្នឹងវាមាន overwhelming quantity of traffic មានន័យថា DOS អាចធ្វើការ generate ចំនួន traffic ហ្នឹងជាច្រើនអាចពួកហ្នឹងអាចប្រើប្រាស់ tool អីចឹងទៅដើម្បីធ្វើឲ្យ server ហ្នឹងធ្វើការ slow down ឬក៏ crash អីចឹងទៅមួយទៀតយើងមានmaliciously format packet ដែលពួក actor ហ្នឹងប្រើប្រាស់ឬក៏ send នៅ malicious format packet ហ្នឹងទៅកាន់ host application ហ្នឹងដើម្បីឲ្យ receiver ហ្នឹងធ្វើការមិនអាចធ្វើការ handle វាអាចនាំឲ្យពួក device ដែល receive ហ្នឹង slow ឬក៏ crash ចឹងទៅហើយយើងមានយើងមាន risk នៃ DDoS មានន័យថាហានិភ័យនៃ DDoS ហ្នឹងគឺវាអាចធ្វើឲ្យមាន interrupt communication ដែលវាអាចធ្វើឲ្យបាត់បង់នៅពេលវេលានិងលុយកាក់ព្រោះថានៅពេលដែលយើង slow ចឹងទៅ service យើងអត់អាចបំពេញ service ឲ្យ client យើងទេអញ្ចឹងអាចធ្វើឲ្យខាតពេលរបស់ client យើងហើយខាតចំណូលប្រាក់ចំណូលចឹងទៅហើយបើ DDoS វិញគឺវាដូចទៅ DDoS ដែរគ្រាន់វាជា distribute មានន័យថាវា multi source មានន័យថាវាច្រើនវាមកពី multi វា ច្រើន source ច្រើនជាង DOS អញ្ចឹងចូលមកដល់ចំណុចបន្ទាប់ IP vulnerability and threat ចំណុចខ្សោយនៃ IP គឺយើងនិយាយនៅលើ layer 3ពួក IP ហ្នឹងIP ហ្នឹងវាអូខេអញ្ចឹង IP ហ្នឹងវា does not invalidate source address មានន័យថា attacker ហ្នឹងអាចធ្វើការប្រើប្រាស់នៅ spoof IP ឬក៏ fake IP ហ្នឹងដើម្បីធ្វើការ send នៅ malicious packet ឬប្រភេទ malware ហ្នឹងដែលអញ្ចឹងជាហេតុដែល security analyst ដែលយើងគួរតែដឹងហ្នឹងគឺ header file ដើម្បីធ្វើការ detect ឬក៏បញ្ឈប់នៅការ attack ហ្នឹងអញ្ចឹងយើងត្រូវយល់ពាក្យមួយចំនួនសិនដូចជា ICMP attack ប្រភេទពួក ICMP attack ហ្នឹងគឺប្រភេទជា attack ដែលប្រើប្រាស់នៅ ICMP comment ប៉ុន្តែខ្ញុំសូមអត់តនិយាយចំណុចនេះដោយសារមួយចំណុចនេះគឺយើង detail នៅ slide បន្ទាប់ឥឡូវសូមនិយាយ session hijacking សិនចុះពាក្យថា session គឺវាជា temporary communication រវាង PC និង server ដូចនៅពេលដែលយើង log in ទៅកាន់ web អញ្ចឹងអាហ្នឹងគឺ temporary communication អញ្ចឹងដល់ពេលពាក្យពេញថា session hijacking គឺនៅពេលដែល attacker ហ្នឹងធ្វើការ take advantage ឬក៏ take active ទៅលើ session ហ្នឹងនៅពេលដែលមាន communication ហ្នឹងគឺពួក attacker វាចូលទៅ attack អញ្ចឹងដំបូង user យើងនឹងធ្វើការ log in បន្ទាប់មក attack ដែលវាមានស្រាប់ហ្នឹងវាធ្វើការលួច ID របស់យើងហ្នឹង
ID របស់ user ហ្នឹងដោយក្នុងនាមជា main in the middle attacks ឬក៏ malware ហ្នឹងដែលពួកវា attacker ហ្នឹងនឹងធ្វើការលួច ID របស់យើងហើយធ្វើមិញពេលដែលពួក attacker ធ្វើការលួច ID របស់យើងហើយវាធ្វើវាថា pretend ដូចជា real user អញ្ចឹងបន្ទាប់មក real user ហ្នឹងនៅរងចាំឡើយទេនៅ loading ឡើយទេប៉ុន្តែ attacker ហ្នឹងវាបានខ្លាចជា real user យើងហើយវាអញ្ចឹងវាចូលមក access account របស់ real user ហ្នឹងចូលមកកាន់ server របស់យើងអញ្ចឹងទៅអូខេអញ្ចឹងឥឡូវយើងចូលមក detail ចំណុចមួយវិញមាន ICMP attack ICMP attack ហ្នឹងដូចនិយាយខាងដើមហ្នឹងគឺជាប្រភេទ attack ដែលប្រើប្រាស់នៅ ICMP comment ក្នុងការប្រមូលយកព័ត៌មានឬក៏ recon ហើយនឹង scan attack រកនៅចំណុចខ្សោយដែលវាអាចធ្វើការ attack បានICMP ហ្នឹងគឺជាអី ICMP ហ្នឹងគឺជាប្រភេទ internal control message protocol ដែលគេប្រើប្រាស់ដោយនៅក្នុង PC ឬក៏ router ដើម្បីធ្វើការ send នៅ error message និង status information មួយចំនួនដូចជា host unreachable ឬក៏ reachable ហើយនឹង ping អីចឹងទៅអញ្ចឹងពួក attacker ហ្នឹងវាប្រើប្រាស់ ICMP ហ្នឹងដើម្បីធ្វើការធ្វើការ recon បានន័យថា recon នៅពេលដែលមាន network mapping អញ្ចឹងវាស្វែងរកនៅ topology network topology របស់យើងអញ្ចឹងនៅពេលដែល host discovery នៅពេលដែលវារកឃើញ host ហើយចាប់ដើមឆែករកមើល active device ឬក៏ rich device ដែលវាអាចធ្វើការចូលទៅកាន់បានហើយវានឹងធ្វើការ fingerprint ទៅលើ OS ឬក៏ operation system របស់យើងហើយវានឹងធ្វើការ identify ឬក៏កំណត់សម្គាល់ទៅលើ operation system type របស់យើងហើយតើមកវាអាចធ្វើការ attack ឬក៏ប្រមូលព័ត៌មានបានទេអញ្ចឹងដើម្បី deal ជាមួយនឹង attack ប្រភេទនេះឬក៏ទប់ស្កាត់នឹង attack ប្រភេទនេះគឺយើងដើម្បីទប់ស្កាត់នឹង attack ប្រភេទនេះយើងត្រូវមានជាមួយនឹងគេថា method មួយចំនួនដូចជា strict ACL access control list គឺយើងធ្វើការ filter ឬក៏ block ICMP ដែលមិនចាំបាច់មួយចំនួនចេញពី internet ហើយយើងអាចអនុញ្ញាតឲ្យតែ message ICMP ដែលចាំបាច់មួយចំនួនដែលអាចចូលមកបានហើយមួយទៀតយើងអាចប្រើប្រាស់ដូចជា firewall ឬ IDNA អញ្ចឹងទៅ injection detector ហ្នឹងហើយចូលមកដល់ចំណុចបន្ទាប់ command ICMP message SE command នៃ ICMP message មួយចំនួនហ្នឹងតែគេប្រើប្រាស់ហ្នឹងយើងមាន ICMP message ដែលប្រើប្រាស់ដោយពួក attacker ហ្នឹងគឺ ICMP echo ICMP echo ហ្នឹងគឺប្រភេទ DOS attack ដែលវាធ្វើការ send នៅ massive echo request មានថានៅ echo request ជាច្រើនដែលគេហៅថា ping flood ដែលវាធ្វើឲ្យ target ហ្នឹង unreachable អត់អាចឲ្យ target ហ្នឹងអត់អាចឲ្យ user ឧទាហរណ៍ថា user ហ្នឹងធ្វើការ reach ទៅកាន់ server ហ្នឹងទេហើយមួយទៀតយើងមាន ICMP unreachable គឺជាប្រភេទ attack ដែលវាសិក្សាទៅលើ path នៃ network ហ្នឹងថាមួយណា block ហើយមួយណា open ដើម្បីវាធ្វើការរកនៅចំណុចខ្សោយនៅក្នុង network ហ្នឹងអូខេហើយមួយទៀតយើងមាន ICMP max reply ICMP max reply ហ្នឹងគឺវា provide information host ឬក៏ subnet mask ហើយពួក attacker ហ្នឹងប្រើប្រាស់ដើម្បីធ្វើការmap internal មានន័យថានៅក្នុង internal ដែលវាធ្វើការនៅ IP reverse ហើយនឹងរបៀបនៃ network structure របៀបមិនចឹងដែរហើយ ICMP redirect គឺ attack ដើម្បីឲ្យ host នឹងធ្វើការ send traffic ឲ្យ compromise host គេអាចស្គាល់ថាជាប្រភេទ main invader attack ហើយមួយទៀតយើងមាន ICMP router discovery គឺពួក hacker ហ្នឹងវាធ្វើការ send នៅ fake route entry ទៅក្នុង router table អញ្ចឹង traffic ហ្នឹងវានឹង misdirect អញ្ចឹង traffic ហ្នឹងវាត្រូវបាន control ដោយ attack ពួក attacker ចឹងដែរអញ្ចឹងយើងចូលមកដល់ចំណុចបន្ទាប់យើងមាន amplification និង reflection attack
ពួកហ្នឹងគឺវាតាក់ទងនឹង DOS និង DDoS នៅពេលដែល attack ធ្វើការ generate traffic ច្រើនទៅកាន់ victim អញ្ចឹងដំបូងយើងមានIP address spoofing attack IP address spoofing attack ហ្នឹងគឺជា attack ដែលបង្កើត packet ជាមួយនឹង false source IP address បញ្ហា fake IP address អញ្ចឹងទៅដើម្បីធ្វើការ hack identity ឬក៏លាក់អត្តសញ្ញាណរបស់ខ្លួនលាក់អត្តសញ្ញាណរបស់ attacker ហ្នឹងកុំឲ្យដឹងថាជាណាគេអញ្ចឹងយើងមាន non blind spoofing non blind spoofing ហ្នឹងគឺដែលយើងឃើញហ្នឹង set attack can see traffic មានថាឲ្យលួចមើល traffic របស់យើងបានហើយដល់ពេល blind spoofing គឺពួក set attack ហ្នឹងអាចឃើញ traffic ដែល send នឹងបានទេហើយ MAC address spoofing MAC address spoofing គឺពួក attacker ព្យាយាម access ទៅកាន់ internal network internal network ដែលយើងនិយាយមុនហ្នឹងវាមាន external internal ហ្នឹងតែពួកវាព្យាយាម access ចូលទៅ internal ដើម្បីធ្វើការបដូរ MAC address ទៅឲ្យ match ជាមួយនឹង MAC address ដែល target យើងធ្វើការ access ចឹងទៅហើយយើងមានចំណុចបន្ទាប់ 3.7 TCP និង UDP vulnerability ចំណុចខ្សោយ TCP និង UDP អញ្ចឹងដំបូង TCP និង UDP ហ្នឹងជា protocol ដែលស្ថិតនៅក្នុង transport layer នៅក្នុង OS model យើងហ្នឹងហើយយើងនិយាយដំបូងគេគឺ TCP segment ឬក៏ header អញ្ចឹងយើងមានចំនួនដែលយើងឃើញហ្នឹងមានចំនួន6យើងមាន URG urgent ACK PSH OST ហើយ synchronize ហ្នឹងគឺជាអ្នក start new connection ហើយយើងមាន finish គឺ end connection អញ្ចឹងយើងអាចឃើញ segment ជាច្រើនប៉ុន្តែវាហេតុអីបានវានៅតែមានចំណុចខ្សោយវាហេតុអីបានអាចនៅមានការ corrupted អញ្ចឹងយើងចូលទៅមើលចំណុចបន្តអញ្ចឹង TCP service អញ្ចឹង TCP service TCP ហ្នឹងវា provide នៅ service មួយចំនួនដែលធ្វើឲ្យគេចូលចិត្តប្រើប្រាស់វាជាង UDP យើងអាចនិយាយថាចឹងវាគឺវា reliable delivery បានន័យថាវា delivery ដែលគួរទុកចិត្តដែលវាប្រើប្រាស់ acknowledgement ហ្នឹងធ្វើការ quarantine data deliver data arrive ហ្នឹងទៅកាន់ destination បានន័យថានៅពេលបើសិនជា data ហ្នឹងអត់ reach ទៅកាន់ destination ទេវានឹងធ្វើការ retransmit រហូតដល់ data ហ្នឹងធ្វើការ reach បានន័យថាបើយើង send 100ដែលប្រកាសថា100ហ្នឹងទៅដល់ destination ហើយមួយទៀតយើងមាន flow control flow control ហ្នឹងធ្វើការ prevent overload by allowing multiple segment to be acknowledgement at once បានន័យថាវាធ្វើការការពារកុំឲ្យមានការ overload ដោយវាអនុញ្ញាតឲ្យយើងបំបែកទៅជា multiple segment ដែលអាចឲ្យ acknowledgement ហ្នឹងធ្វើការ acknowledge multiple ហ្នឹងក្នុងរយៈពេលតែម្ដងបាច់ធ្វើការថាយើងមាន8យើងមាន8 segment តែឲ្យវា acknowledge 8ដោយអញ្ចឹងយើងមិនបាច់ធ្វើចឹងទេយើងមាន multi segment គឺវា acknowledge តែម្ដងគឺទៅបានទេហើយមួយទៀតយើងមាន stateful communication stateful communication ហ្នឹងបានន័យថាមុននឹង TCP អាចធ្វើការ establish ឬក៏បង្កើតហ្នឹងវាត្រូវធ្វើ server handshake ហើយ server handshake ហ្នឹងយើងនឹងឃើញក្នុងនេះគឺមានជា client send synchronize to start the communication នេះមានថា send synchronize SYN នេះដើម្បីធ្វើការ start communication ហើយយើងមាន server reply with synchronize acknowledgement អញ្ចឹង server វានឹងធ្វើការ reply វិញជាមួយនឹង SYN ហើយ ACK ហ្នឹងហើយចុងក្រោយយើង client respond with acknowledgement ដើម្បីធ្វើការបង្កើតនៅ connection អញ្ចឹងនេះវា establish វាបង្កើតវា reply វិញនៅ acknowledgement ហ្នឹងទៅហើយយើងចូលមកដល់ចំណុចបន្ទាប់ TCP attack ដែលប្រភេទ attack ក្នុង TCP អញ្ចឹងដំបូងគេយើងមាន TCP synchronized flow attack គឺ attacker ហ្នឹងគឺធ្វើការ send នៅ synchronized request ជាច្រើនដែលធ្វើឲ្យ server យើងហ្នឹង reply វិញនៅនេះ synchronized acknowledgement ហ្នឹងដែលវាធ្វើការរងចាំដើម្បីឲ្យមានការ acknowledgement ប៉ុន្តែ attacker ហ្នឹងវាអត់ដែល reply ទៅវិញទេអញ្ចឹងបានន័យថា server ហ្នឹងវា stuck ជាមួយនឹងបានន័យថាបើក communication បើក connection ចាំ
ចាំគេ reply អញ្ចឹងបើកចោលអញ្ចឹងនៅពេលដែល real user យើងចង់ធ្វើការ request អញ្ចឹងអត់អាច connect ទៅបានដោយសារ server នេះវាឡើងចាំ reply ពីពួក attacker នេះអញ្ចឹងពេល real user គាត់ចង់ចូលប្រើកើតអញ្ចឹងវាមិញពេលដែលពួក attacker ធ្វើការលួច ID របស់យើងហើយវាធ្វើវាថា pretend ដូចជា real user អញ្ចឹងបន្ទាប់មក real user ហ្នឹងនៅរងចាំឡើយទេនៅ loading ឡើយទេប៉ុន្តែ attacker ហ្នឹងវាបានខ្លាចជា real user យើងហើយវាអញ្ចឹងវាចូលមក access account របស់ real user ហ្នឹងចូលមកកាន់ server របស់យើងអញ្ចឹងទៅអូខេអញ្ចឹងឥឡូវយើងចូលមក detail ចំណុចមួយវិញមាន ICMP attack ICMP attack ហ្នឹងដូចនិយាយខាងដើមហ្នឹងគឺជាប្រភេទ attack ដែលប្រើប្រាស់នៅ ICMP comment ក្នុងការប្រមូលយកព័ត៌មានឬក៏ recon ហើយនឹង scan attack រកនៅចំណុចខ្សោយដែលវាអាចធ្វើការ attack បានICMP ហ្នឹងគឺជា ICMP ហ្នឹងគឺជាប្រភេទ internal control message protocol ដែលគេប្រើប្រាស់ដោយនៅក្នុង PC ឬក៏ router ដើម្បីធ្វើការ send នៅ error message និង status information មួយចំនួនដូចជា host unreachable ឬក៏ reachable ហើយនឹង ping អីចឹងទៅអញ្ចឹងពួក attacker វាប្រើប្រាស់ ICMP ហ្នឹងដើម្បីធ្វើការធ្វើការ recon បានន័យថា recon នៅពេលដែលមាន network mapping អញ្ចឹងវាស្វែងរកនៅ topology network topology របស់យើងអញ្ចឹងនៅពេលដែល host discovery នៅពេលដែលវារកឃើញ host ហើយចាប់ដើមឆែករកមើល active device ឬក៏ rich device ដែលវាអាចធ្វើការចូលទៅកាន់បានហើយវានឹងធ្វើការ fingerprint ទៅលើ OS ឬក៏ operation system របស់យើងហើយវានឹងធ្វើការ identify ឬក៏កំណត់សម្គាល់ទៅលើ operation system type របស់យើងហើយតមកវាអាចធ្វើការ attack ឬក៏ប្រមូលព័ត៌មានបានទៅអញ្ចឹងដើម្បី deal ជាមួយនឹង attack ប្រភេទនេះឬក៏ទប់ស្កាត់នឹង attack ប្រភេទនេះគឺយើងដើម្បីទប់ស្កាត់នឹង attack ប្រភេទនេះយើងត្រូវមានជាមួយនឹងគេថា method មួយចំនួនដូចជា strict ACL access control list គឺយើងធ្វើការ filter ឬក៏ block ICMP ដែលមិនចាំបាច់មួយចំនួនចេញពី internet ហើយយើងអាចអនុញ្ញាតឲ្យតែ message ICMP ដែលចាំបាច់មួយចំនួនដែលអាចចូលមកបានហើយមួយទៀតយើងអាចប្រើប្រាស់ដូចជា firewall ឬ IDNA អញ្ចឹងទៅ injection detector ហ្នឹងហើយចូលមកដល់ចំណុចបន្ទាប់ command ICMP message SE command នៃ ICMP message មួយចំនួនហ្នឹងតែគេប្រើប្រាស់ហ្នឹងយើងមាន ICMP message ដែលប្រើប្រាស់ដោយពួក attacker ហ្នឹងគឺ ICMP echo ICMP echo ហ្នឹងគឺប្រភេទ DOS attack ដែលវាធ្វើការ send នៅ massive echo request មានថានៅ echo request ជាច្រើនដែលគេហៅថា ping flood ដែលវាធ្វើឲ្យ target ហ្នឹង unreachable អត់អាចឲ្យ target ហ្នឹងអត់អាចឲ្យ user ឧទាហរណ៍ថា user ហ្នឹងធ្វើការ reach ទៅកាន់ server ហ្នឹងទេហើយមួយទៀតយើងមាន ICMP unreachable គឺជាប្រភេទ attack ដែលវាសិក្សាទៅលើ path នៃ network ហ្នឹងថាមួយណា block ហើយមួយណា open ដើម្បីវាធ្វើការរកនៅចំណុចខ្សោយនៅក្នុង network ហ្នឹងអូខេហើយមួយទៀតយើងមាន ICMP max reply ICMP max reply ហ្នឹងគឺវា provide information host ឬក៏ subnet mask ហើយពួក attacker ហ្នឹងប្រើប្រាស់ដើម្បីធ្វើការmap internal មានន័យថានៅក្នុង internal ដែលវាធ្វើការនៅ IP reverse ហើយនឹងរបៀបនៃ network structure របៀបមិនចឹងដែរហើយ ICMP redirect គឺ attack ដើម្បីឲ្យ host នឹងធ្វើការ send traffic ឲ្យ compromise host គេអាចស្គាល់ថាជាប្រភេទ main inhibitor attack ហើយមួយទៀតយើងមាន ICMP router discovery គឺពួក hacker ហ្នឹងវាធ្វើការ send នៅ fake route entry ទៅក្នុង router table អញ្ចឹង traffic ហ្នឹងវានឹង misdirect អញ្ចឹង traffic ហ្នឹងវាត្រូវបាន control ដោយ attack ពួក attacker អញ្ចឹងដែរអញ្ចឹងយើងចូលមកដល់ចំណុចបន្ទាប់យើងមាន
amplification និង reflection attack ពួកហ្នឹងគឺវាតាក់ទងនឹង DOS និង DDoS នៅពេលដែល attack ហ្នឹងធ្វើការ generate traffic ច្រើនទៅកាន់ victim អញ្ចឹងដំបូងយើងមានIP address spoofing attack IP address spoofing attack ហ្នឹងគឺជា attack ដែលបង្កើត packet ជាមួយនឹង false source IP address បញ្ហា fake IP address អញ្ចឹងទៅដើម្បីធ្វើការ hack identity ឬក៏លាក់អត្តសញ្ញាណរបស់ខ្លួនលាក់អត្តសញ្ញាណរបស់ attacker ហ្នឹងកុំឲ្យដឹងថាជាណាគេអញ្ចឹងយើងមាន non blind spoofing non blind spoofing ហ្នឹងគឺដូចយើងឃើញហ្នឹង set attack can see traffic មានថាឲ្យលួចមើល traffic របស់យើងបានហើយដល់ពេល blind spoofing គឺពួក set attack ហ្នឹងអាចឃើញ traffic ដែល send នឹងបានទេហើយ MAC address spoofing MAC address spoofing គឺពួក attacker ព្យាយាម access ទៅកាន់ internal network internal network ដែលយើងនិយាយមុនហ្នឹងមាន external internal ហ្នឹងតែពួកវាព្យាយាម access ចូលទៅ internal ដើម្បីធ្វើការបដូរ MAC address ទៅឲ្យ match ជាមួយនឹង MAC address ដែល target យើងធ្វើការ access ចឹងទៅហើយយើងមានចំណុចបន្ទាប់ 3.7 TCP និង UDP vulnerability ចំណុចខ្សោយ TCP និង UDP អញ្ចឹងដំបូង TCP និង UDP ហ្នឹងជា protocol ដែលស្ថិតនៅក្នុង transport layer នៅក្នុង OS model យើងហ្នឹងហើយយើងនិយាយដំបូងគេគឺ TCP segment ឬក៏ header អញ្ចឹងយើងមានចំនួនដែលយើងឃើញហ្នឹងមានចំនួន6យើងមាន URG urgent ACK PSH OST ហើយ synchronize ហ្នឹងគឺជាអ្នក start new connection ហើយយើងមាន finish គឺ end connection អញ្ចឹងយើងអាចឃើញ segment ជាច្រើនប៉ុន្តែវាហេតុអីបានវានៅតែមានចំណុចខ្សោយវាហេតុអីបានអាចនៅមានការ corrupted អញ្ចឹងយើងចូលទៅមើលចំណុចបន្តអញ្ចឹង TCP service អញ្ចឹង TCP service TCP ហ្នឹងវា provide នៅ service មួយចំនួនដែលធ្វើឲ្យគេចូលចិត្តប្រើប្រាស់វាជាង UDP យើងអាចនិយាយថាចឹងវាគឺវា reliable delivery បានន័យថាវា delivery ដែលគួរទុកចិត្តដែលវាប្រើប្រាស់ acknowledgement ហ្នឹងធ្វើការ quarantine data deliver data arrive ហ្នឹងទៅកាន់ destination បានន័យថានៅពេលបើសិនជា data ហ្នឹងអត់ reach ទៅកាន់ destination ទេវានឹងធ្វើការ retransmit រហូតដល់ data ហ្នឹងធ្វើការ reach បានន័យថាបើយើង send 100ដែលប្រកាសថា100ហ្នឹងទៅដល់ destination ហើយមួយទៀតយើងមាន flow control flow control ហ្នឹងធ្វើការ prevent overload by allowing multiple segment to be acknowledgement at once បានន័យថាវាធ្វើការការពារកុំឲ្យមានការ overload ដោយវាអនុញ្ញាតឲ្យយើងបំបែកទៅជា multiple segment ដែលអាចឲ្យ acknowledgement ហ្នឹងធ្វើការ acknowledge multiple ហ្នឹងក្នុងរយៈពេលតែម្ដងបាច់ធ្វើការថាយើងមាន8យើងមាន8 segment តែឲ្យវា acknowledge 8ដោយអញ្ចឹងយើងមិនបាច់ធ្វើចឹងទេយើងមាន multi segment គឺវា acknowledge តែម្ដងគឺទៅបានទេហើយមួយទៀតយើងមាន stateful communication stateful communication ហ្នឹងបានន័យថាមុននឹង TCP អាចធ្វើការ establish ឬក៏បង្កើតហ្នឹងវាត្រូវធ្វើ server handshake ហើយ server handshake ហ្នឹងយើងនឹងឃើញក្នុងនេះគឺមានជា client send synchronize to start the communication នេះមានថា send synchronize SYN នេះដើម្បីធ្វើការ start communication ហើយយើងមាន server reply with synchronize acknowledgement អញ្ចឹង server វានឹងធ្វើការ reply វិញជាមួយនឹង SYN ហើយ ACK ហ្នឹងហើយចុងក្រោយយើង client respond with acknowledgement ដើម្បីធ្វើការបង្កើតនៅ connection អញ្ចឹងនេះវា establish វាបង្កើតវា reply វិញនៅ acknowledgement ហ្នឹងទៅហើយយើងចូលមកដល់ចំណុចបន្ទាប់ TCP attack ដែលប្រភេទ attack ក្នុង TCP អញ្ចឹងដំបូងគេយើងមាន TCP synchronized flow attack គឺ attacker ហ្នឹងគឺធ្វើការ send នៅ synchronized request ជាច្រើនដែលធ្វើឲ្យ server យើងហ្នឹង reply វិញនៅនេះ synchronized acknowledgement ហ្នឹងដែលវាធ្វើការរងចាំដើម្បីឲ្យមានការ acknowledgement ប៉ុន្តែ attacker ហ្នឹងវាអាច reply ទៅវិញទេអញ្ចឹងបានន័យថា server យើងហ្នឹងវា stuck
ជាមួយនឹងមានន័យថាបើក communication បើក connection ចាំគេ reply អញ្ចឹងបើកចោលអញ្ចឹងនៅពេលដែល real user យើងចង់ធ្វើការ request អញ្ចឹងអត់អាច connect ទៅបានដោយសារ server នេះវាឡើងចាំ reply ពីពួក attacker នេះអញ្ចឹងពេល real user គាត់ចង់ចូលប្រើកើតអញ្ចឹងវាអញ្ចឹងមកដល់ចំណុចបន្ទាប់គឺ terminating TCP session អញ្ចឹងនេះគឺជាការ session នៃ TCP មួយបែបទៀតដែលវា process នៅពេលដែលclient ចាត់ទុកថានេះ client ហើយនេះជា server ចុះនៅពេលដែល client របស់យើងធ្វើការ send fin ឬក៏ finish ហ្នឹងដើម្បីចង់ធ្វើការ terminate TCP អញ្ចឹង server របស់យើងនឹង send វិញនៅ ACK acknowledgement យើងហ្នឹងហើយ server ដដែលហ្នឹងវានឹងធ្វើការsend នៅ fin ដូចគ្នាអញ្ចឹង client យើងនឹងធ្វើការ reply វិញជាមួយនឹង ACK ប៉ុន្តែដោយការប្រើប្រាស់បែបនេះអញ្ចឹងពួក attacker ហ្នឹងបានប្រើប្រាស់នៅOST reset ឬក៏ OST injection ដើម្បីធ្វើការsend នៅ fake OST packet ដើម្បីទៅកាន់ endpoint មួយនេះអាចថា endpoint របស់ client ឬក៏ endpoint របស់ server ហ្នឹងដើម្បីអាចធ្វើឲ្យពួកហ្នឹងវាធ្វើការ break នៅ connection អត់អាចតាក់ទងគ្នាបានទេអត់អាចបង្កើត connection គ្នាបានទេហើយយើងមានចំណុចបន្ត TCP session hijacking ចង់និយាយថាទោះបី TCP session hijacking វាពិបាកក្នុងការធ្វើយ៉ាងណាក៏ដោយប៉ុន្តែពួក threat actor ហ្នឹងនៅតែអាចធ្វើការ take advantage ទៅលើ host យើងបានដោយវាធ្វើការ communicate ជាមួយនឹង target អញ្ចឹងទៅហើយចូលមកដល់ UDP ម្ដងUDP យើងឃើញថាវានៅ layer ជាមួយទៅ TCP ដែរទេប៉ុន្តែវាមាន segment តិចជាង header តិចជាងអញ្ចឹងបានន័យថាវាក៏រៀង less secure ដែរអញ្ចឹងប៉ុន្តែវាអត់មាន handshake ច្រើនដូច TCP ទេអញ្ចឹងបានន័យថានៅពេលដែលអត់មាន handshake ច្រើនវាលឿនជាង faster ហើយវាប្រើប្រាស់សម្រាប់ real time អញ្ចឹងទៅអញ្ចឹងយើងចូលដល់ UDP attack ហ្នឹងទៅ UDP attack ហ្នឹងគឺយើងមានប្រភេទ UDP float attack អញ្ចឹងគឺជាប្រភេទ attack ដែលពួក attacker ហ្នឹងវាប្រើប្រាស់នៅ tool ដូចជា UDP unicorn អីផ្សេងៗហ្នឹងដើម្បីធ្វើការ float នៅ UDP packet លក្ខណៈជា spoof host បែរថា host ខ្លាំងៗឬក៏បន្លំជា host ហ្នឹងទៅហើយយើងមាន attack sweep through through port close port មានន័យថា attacker ហ្នឹងធ្វើការ sweep នៅលើ port ហ្នឹងដើម្បីឲ្យ port ហ្នឹងធ្វើការបិទអញ្ចឹងវា reply ជាមួយនឹង ICMP ហ្នឹងថា unreachable វាមិនអាចធ្វើការ reachable បានទេមិនអាចធ្វើការ access បានទេហើយបន្ទាប់មកវាធ្វើការ create នៅ huge traffic បានន័យថាបង្កើតនៅ traffic ជាច្រើនឬក៏ធំមួយដើម្បីធ្វើការ consuming bandwidth ធ្វើឲ្យយើងអស់ bandwidth ហើយ process ហ្នឹងវាស្រដៀងទៅនឹង DOS ដែរ DOS attack ណាហើយយើងចូលមកដល់ចំណុចមួយទៀត IP service IP service បើយើងនិយាយទៅគឺយើងនិយាយពាក់ព័ន្ធនឹង ARP ឬក៏ ARP table ដែលក្នុងហ្នឹងវាមាន ARP table ហ្នឹងយើងនិយាយពី MAC address និង IP address binding គ្នាអញ្ចឹង ARP vulnerability ហ្នឹងគឺយើងពាក្យពេញគឺ address resolution protocol ដែលគឺជាការ binding រវាង MAC address និង IP address ដើម្បីឲ្យ IP ហ្នឹងដំណើរការបាននៅក្នុង layer 2យើងត្រូវការ ARP ហ្នឹងអញ្ចឹង process វាមិនអញ្ចឹងដំបូង host ហ្នឹងធ្វើការ send នៅ ARP request សួរទៅកាន់ network ថានរណាគេដែលមាន IP បែបនេះត្រូវជាមួយនឹង MAC ហ្នឹងបន្ទាប់មក host ហ្នឹងនឹងធ្វើការ reply IP ហ្នឹងជាមួយនឹង MAC address របស់វាហ្នឹងទៅអញ្ចឹងអាហ្នឹងគឺ concept របស់ ARP អញ្ចឹងទៅប៉ុន្តែបញ្ហាត្រង់ថាhost ទាំងអស់ហ្នឹងវាអាចធ្វើការ send នៅគេហៅថា gratuitous ARP gratuitous ARP អញ្ចឹងបានន័យថា device ផ្សេងៗវាអាចធ្វើការ update ARP table ហ្នឹងជាមួយនឹង information ទាំងអស់ហ្នឹងដែលវាមានអញ្ចឹងបានន័យថា attacker ហ្នឹងវាអាចបន្លំខ្លួនឬក៏អាចដាក់ IP ឬក៏ MAC address ហ្នឹងដោយខ្លួនឯងបាន
ចឹង attacker ហ្នឹងវាអាចធ្វើការ poison ALP ឬក៏បន្លំដោយធ្វើការ redirect នៅ traffic ដែលវាបង្កើតជា main in the middle attack ហ្នឹងទៅចឹងយើងចូលមកដល់ ALP attack ប្រភេទ ALP attack បន្ទាប់ហ្នឹងគឺយើងនិយាយពី ALP cache poisoning ចឹងនៅនេះគេមានឧទាហរណ៍ហ្នឹងគឺយើងមាន PCA យើងមាន PCA ដែល PCA ហ្នឹងវាធ្វើការ scan ទៅកាន់ R1 ឬក៏ router មួយហ្នឹងសម្រាប់ MAC address របស់ PCA ហ្នឹងដើម្បីធ្វើការ default gateway firewall default gateway ហើយបន្តមកទៀត R1 ធ្វើការ reply ទៅកាន់ both update មាន ALP cache ហើយពួក attacker នឹងធ្វើការ send នៅ spoof gratuitous ALP reply ហ្នឹងជាមួយនឹង MAC address របស់ពួក attacker ហ្នឹងអញ្ចឹងវាអាចបង្កើតឲ្យថា PCA ហ្នឹងគិតថា attacker ហ្នឹងគឺជា gateway ហើយ R1 ហ្នឹងគិតថា attacker ហ្នឹងគឺជា PCA អញ្ចឹងវាធ្វើការ send traffic ឲ្យទៅឆ្លងកាត់ attacker ហ្នឹងដែលជា main in the middle attack ហ្នឹងអញ្ចឹងវាអាចធ្វើការលួចមើលនិង modify អញ្ចឹងទៅអញ្ចឹងបន្ទាប់ពី traffic ឆ្លងកាត់ពួក attacker ហ្នឹងហើយអញ្ចឹង traffic ដែលយើងធ្វើការ send ហ្នឹងវានឹងឆ្លងកាត់តាមរយៈពួក attacker ហ្នឹងហើយអានេះបើយើងមានរូបភាពយើងអាចថាចេះអាចថាយើងមាន R1 ហើយ PCA អញ្ចឹងពេលភ្ជាប់ចេះអញ្ចឹងយើងមាន attacker កន្លែងនេះវាចាំដូរហើយយើងមាន ALP ហ្នឹងយើងមាន max ហើយ IP អញ្ចឹងនៅពេលដែលយើង send ALP request បន្ទាប់មក ALP table នៅក្នុង R1 នេះវានឹងធ្វើការ store នៅ max ហើយនឹង IP របស់ PCA ហ្នឹងអញ្ចឹងវា store ទុកក្នុង table ចឹងមួយទៅប៉ុន្តែដោយសារនេះពួកនេះវាបានចូលមកកាន់នេះហើយអញ្ចឹងវានឹងធ្វើការ spoof ដោយវាធ្វើការខ្លែងបន្លំវាធ្វើការ send នៅ spoof ALP reply ហ្នឹងដោយវាដាក់ MAC address របស់វាហ្នឹងថាត្រូវនឹង IP របស់ PCA នេះអញ្ចឹងពេលដែលនេះវា send នោះវាត្រូវចូលមកកាន់ពួក attacker ហ្នឹងឯងចឹងហ្នឹងវាប៉ុណ្្នឹងឯង concept ដែលគេនិយាយពី ALP cache spoofing គឺយើងមានប៉ុណ្្នឹងឥឡូវយើងចូលទៅចំណុចបន្ទាប់យើងមានយើងមាន DNS attack DNS attack ហ្នឹងគឺជា service បកប្រែពី text ទៅ IP ឬក៏ reverse អីចឹងទៅដូចជា www.com.cisco.com ឬក៏ google.com អីហ្នឹងដែល DNS ហ្នឹងវាមាននៅ DNS open resolver DNS open resolver resolver ហ្នឹងគឺវាមាននៅ DNS cache poisoning attack ដែលនេះដែលវាធ្វើការ access ទៅកាន់ web នេះហើយវាធ្វើការ access ទៅកាន់ web បើសិនជា DNS cache ហ្នឹងមាននៅបើថាមាន poisoning មានថាគេបានធ្វើការបន្លំចូលមកហើយអញ្ចឹងវានឹងធ្វើការ send នៅ fake RR ន័យថា record resource របស់ DNS ហ្នឹងអញ្ចឹងនៅពេលដែលយើងចូលទៅកាន់ web ហ្នឹងទៅវាអាចទៅជា web ផ្សេងហើយនៅពេលដែលយើងធ្វើការ log in ហ្នឹងអញ្ចឹងពេលហ្នឹងពួក attacker ហ្នឹងអាចធ្វើការ take advantage ទៅលើរឿងទាំងអស់ហ្នឹងហើយមួយទៀតយើងមាន DNS amplification ហើយនិង reflection ដែលពួក attacker ហ្នឹងធ្វើការ attack ដោយប្រើប្រាស់នៅ open resolver ដែលមាន DOS និង DDoS ហ្នឹងវាដាក់ DOS និង DDoS ចូលទៅក្នុង open resolver ហ្នឹងដោយធ្វើការ spoofing នៅ IP របស់ victim ដែលអ្នកជនរងគ្រោះហ្នឹងអញ្ចឹងនៅពេលដែលពួកគាត់ធ្វើការ open នៅពេលដែល open resolver ហ្នឹងអស់នៅ resource អញ្ចឹងការ DOS ឬក៏ DDoS ហ្នឹងវានឹងធ្វើឲ្យ DNS server របស់យើងហ្នឹងมันអាច respond ទៅកាន់ client យើងបានទេធ្វើឲ្យ browser របស់ client ហ្នឹងវានៅ loading ហើយរងចាំរហូតជាងទៅហើយ DNS resource utilization attack ហ្នឹងគឺ attacker នឹងធ្វើការ float នៅ resolver ឲ្យអស់បើន័យថាអស់ resource អ
ចឹង server យើងហ្នឹងមានធ្វើការ crash ឬក៏ shut down យ៉ាងដែរហើយយើងមាន DNS steal attack DNS steal attack ហ្នឹងគឺជា technique ក្នុងការលាក់បាំងនៅ attacker identity លាក់បាំងនៅសមាសភាពពិតរបស់ attacker យ៉ាងដែរកុំឲ្យគេដឹងយ៉ាងដែរបិទបាំងសមាសភាពរបស់ attacker យើងមាន flash flush មានន័យថា flash flush ហ្នឹងមានន័យថា IP វាធ្វើការផ្លាស់ប្ដូររហូតផ្លាស់ប្ដូរខ្លួនឯងរហូតចឹងទៅដើម្បីធ្វើការលាក់បាំងនៅ phishing ឬក៏ malware site មួយចំនួនហើយមួយទៀតយើងមាន double IP flush double IP flush ហ្នឹងខ្ញុំគិតថាវាដូរដូចគ្នាវាដូរដែរប៉ុន្តែវាដូរ host name ឲ្យ IP address របស់យើងអញ្ចឹងវានឹងដូរនេះ authoritative name server ដូចគ្នាអញ្ចឹងវាអាចបង្កើតនូវភាពលំបាកក្នុងការស្វែងរកអត្តសញ្ញាណរបស់ source នៃការ attack ហើយចុងក្រោយយើងមាន domain generation algorithm ដែល malware ធ្វើការ generate នៅ random domain ដើម្បីឲ្យ connection យើងហ្នឹង connect ទៅកាន់ CNC server អញ្ចឹងយើងចូលមកដល់ DNS domain shadowing DNS domain shadowing ឧទាហរណ៍ថានៅពេលដែលយើង log in ទៅកាន់ឧទាហរណ៍ថា website Google អញ្ចឹងចុះឬក៏ Facebook អីហ្នឹង www.facebook.com ហ្នឹងបើមាន domain ណាដែលបាន attack ចូលទៅកាន់ DNS domain ហ្នឹងហើយឬក៏ domain shadowing attack ហ្នឹងពេលហ្នឹងយើងនឹងវាយពាក្យ www.com www.facebook ឬក៏ google.com ហ្នឹងយើងនឹងចូលទៅកាន់ website មួយផ្សេងដែលវាមានលក្ខណៈស្តៀងនឹងគ្នាហើយពេលដែលយើង log in នៅ real credential គឺថាព័ត៌មានតខ្លួនអញ្ចឹងគេនឹងលួចយក password លួច ID យើងធ្វើការប្រើប្រាស់ account របស់យើងអញ្ចឹងទៅហើយមួយទៀតយើងមាន DNS tunneling DNS tunneling គឺជា method មួយដែលគេព្យាយាមគេចំណេញទៅលើ security solution អញ្ចឹងនៅពេលដែលមានពួក attacker ណាវាចង់ធ្វើការ communication ជាមួយនឹង botnet ឬក៏ bot នៅក្នុងបានន័យថា protection service network យើងនឹងអញ្ចឹងទៅហើយមួយទៀតយើងមាន DHCP អញ្ចឹង DHCP ហ្នឹងគឺវាបានន័យថាវា process នៅ DORA របស់យើងហ្នឹងគឺមានយើងឃើញហើយយើងមាន discovery យើងមាន offer យើងមាន request ហើយយើងមាន acknowledgement យ៉ាងដែរអញ្ចឹងយើងស្គាល់ DHCP ហើយអញ្ចឹងយើងចូលមក DHCP attack ប្រភេទនៃការ attack វិញគឺយើងមាន DHCP spoofing attack ដែលវា provide នៅ file IP មានន័យថាវាធ្វើការផ្ដល់នៅ fake IP ដែលប្រភេទកើតហ្នឹងដើម្បីធ្វើឲ្យកើតឡើងនៅ wrong gateway អញ្ចឹងបានន័យថា traffic route របស់យើងហ្នឹងវាត្រូវបានឆ្លងកាត់ attacker ដែលជា main middle attack អញ្ចឹងរាល់ traffic ទាំងអស់ main middle attack ហ្នឹងនឹងធ្វើការ take advantage ទៅលើពួកអស់ហ្នឹងហើយមួយទៀតយើង run DNS server អញ្ចឹង user យើងហ្នឹងវា redirect ទៅកាន់malicious site វិញបានន័យថាម៉េចបានន័យថានៅពេលដែលវាធ្វើការ spoofing attack បានហើយអញ្ចឹង user របស់យើងហ្នឹងយើងអត់បានឆ្លងកាត់ទៅកាន់ DHCP server ហ្នឹងហ្មងទេវាឆ្លងកាត់ពួក attacker ហ្នឹងជាពួក attacker ហ្នឹងនឹងឲ្យ user យើងហ្នឹងទៅ website ដែលប្រភេទ malware ហ្នឹងវិញហើយមួយទៀតយើងមាន wrong IP address wrong IP address ហ្នឹងគឺវាគឺគេប្រើសម្រាប់ធ្វើការ DOS attack ហ្នឹងទេអូខេនេះយើងនិយាយមុនហ្នឹងហើយចូលមកដល់ចំណុចបន្ទាប់យើងមាន network security based best practice យើងចូលមកដល់ដំបូងគេយើងមាន confidentiality availability ហើយនិង integrity អញ្ចឹងក្នុង network security ទាំងអស់ដើម្បីធ្វើការ protect ព័ត៌មានឬក៏ system ពីជនដែលអត់មានអត់ស្គាល់អត្តសញ្ញាណហ្នឹងយើងគួរតែប្រើប្រាស់នៅអាចហៅថា modification ឬក៏ distraction មួយចំនួនដែល most organization នៅក្រុមហ៊ុនមួយចំនួនហ្នឹងដែលគេប្រើប្រាស់ហ្នឹងគឺ CIA information security threat CIA ហ្នឹងគឺមកពីពាក្យ3ខាងលើហ្នឹងហើយយើងមាន confidentiality integrity ហើយ availability
អញ្ចឹង confidentiality គឺន័យថាវាអនុញ្ញាតឲ្យតែauthorize អាច access បាន authorize ហ្នឹងមានន័យថាអ្នកដែលយើងមានមានអត្តសញ្ញាណពិតប្រាកដយើងអាចហៅថា real user អញ្ចឹងនៅក្នុង network យើងគឺអនុញ្ញាតឲ្យតែ real user គេថា only authorized ដែលធ្វើការចូល access ឬក៏ process នៅអីផ្សេងៗបាននៅក្នុងហ្នឹងដែលគេប្រើប្រាស់នៅ cryptographic encryption មួយចំនួនដូចជា AES ដើម្បីធ្វើការ encrypt data ទាំងអស់ហ្នឹងទៅហើយយើងមានintegrity គឺបានន័យថា data ដែល send ចេញពីចំណុច point A ទៅកាន់ point B ហ្នឹងត្រូវតែប្រកាសថាអត់មាន man in the middle attacks អញ្ចឹងគេដើម្បីព្យាយាមបង្ការទាំងអស់ហ្នឹងគេប្រើប្រាស់នៅប្រភេទពួក hashing ដែលមានដូចជាពួក SAA អញ្ចឹងទៅហើយចុងក្រោយយើងមាន availability គឺបានន័យថារាល់ service ទាំងអស់គឺត្រូវតែដំណើរការរហូតអត់មានការ crash អត់មានការ down អីទេអញ្ចឹងយើងអាចផ្ដល់នៅ service ដ៏ល្អទៅកាន់ user របស់យើងហើយយើងចូលដល់ the defend in depth approach ដើម្បីប្រកាសថា communication យើងវា secure នៅពេលដែលឆ្លងកាត់ public និង private network យើងគួរតែ secure device មួយចំនួនរបស់យើងដូចជាប្រភេទ router switch server និង host របស់យើងហើយក្រុមហ៊ុនមួយចំនួនធំគឺគេធ្វើការ employ នៅdefense in depth approach ដើម្បីធ្វើការ secure ទាំងអស់ហ្នឹងដែលវាផ្ដល់នៅការ combination នៃ network device និង service working ដំណើរការរបស់គ្នាទៅហើយចំពោះsecurity device និង service ដែលគេធ្វើការ implement ហ្នឹងមានដូចជា VPN ASA firewall IPS ASA WSA AA server ហ្នឹងដែលពួកហ្នឹងគឺជាប្រភេទពួក algorithm ដែលគេប្រើប្រាស់ក្នុងនេះទេអូខេអញ្ចឹងយើងចូលមកដល់ចំណុចបន្ទាប់យើងមាន firewall អញ្ចឹង firewall ហ្នឹងគឺគេប្រើប្រាស់សម្រាប់ protect network ពី outside មានថាពី public មកពី internet មកគឺពេលដែល network យើងភ្ជាប់ទៅកាន់ internet គឺវាអត់ safe ទៀតទេអញ្ចឹងពេលហ្នឹងគឺគេប្រើប្រាស់ firewall ដែល firewall យើងមានដូចជា NFWG អីទាំងអស់ហ្នឹងគឺជំនាន់ថ្មីអញ្ចឹងហើយយើងមាន IPS ហ្នឹងគឺជាប្រភេទ system ដែលវាធ្វើការ filter នៅ malicious traffic ប្រភេទពួក malicious ពួក malware ហ្នឹងតែអត់អាចឲ្យចូលទៅកាន់ network យើងបានទេដែលវាធ្វើការ detect ប្រភេទពួក site ទាំងអស់ហ្នឹងហើយវាធ្វើការ block ចោលនេះដូចក្នុងរូបនេះអញ្ចឹងហើយយើងមួយទៀតយើងមាន content security device content security device យើងមានប្រភេទពួក device ដែលក្នុងនេះបង្កើតឡើងដោយ Cisco ដើម្បីធ្វើការpretend ឬក៏ detect នៅទូនាទីរៀងៗខុសៗគ្នារៀងៗខ្លួនខុសៗគ្នាយើងមាន Cisco ESA សម្រាប់ email security appliance បានន័យថាធ្វើការ monitor ទៅលើ SMTP traffic ហើយវាធ្វើការ update រៀងរាល់3ទៅ5នាទីពី server Cisco Talos ហ្នឹងអានេះវាយើងរៀនស៊ីជម្រៅទៀតពាក់ព័ន្ធ Cisco Talos ហ្នឹងហើយយើងមាន Cisco WSA ពាក់ព័ន្ធជាមួយនឹង web security appliance ដែល Patreon វាធ្វើការ blacklist ឬក៏ filter ទៅលើ URL ឬក៏ link domain របស់យើងហ្នឹងតែយើងចង់ធ្វើការ block website មួយណាឬក៏អត់ចង់ website មួយណាដែលយើងអាចចូលទៅប្រើប្រាស់បានអញ្ចឹងទៅហើយដូចជាវាដំណើរការនៅ malware scanning អីជាដើមធ្វើការ encrypt និង decrypt នៅ web traffic មកឲ្យធ្វើការ attack បានហើយចំណុចចុងក្រោយយើងមាន cryptography តាមពិតទៅ cryptography នេះគឺជា idea មួយឬ concept មួយដែលគេនិយាយទៅលើ security សុទ្ធហើយយើងចូលមកដល់ចំណុចដំបូងទៅគឺ securing communication បើនិយាយពាក់ព័ន្ធនឹង securing communication គឺវាពាក់ព័ន្ធនឹង4 element ធំដែលយើងមាន data integrity ដែលយើងច្បាស់ថា data ឆ្លងកាត់ពីចំណុច A ទៅកាន់ចំណុច B ហ្នឹងគឺអត់មានការផ្លាស់ប្ដូរឬក៏ edit ដោយ hacker ណាមួយទេហើយគេប្រើប្រាស់នៅ algorithm hash ដែលមានដូចជា MD5 ឬក៏ SAA អញ្ចឹងទៅហើយ element បន្ទាប់ហ្នឹងគឺ origin authentication ន័យថាគេ make sure ថា message ដែល send ចេញហ្នឹងគឺវាមកពី real sender ហើយ identity បានន័យថា
Thời thì bà tha message để send trên nâng tới cứ real user cứ chỉ nè send admin attacker là chỉ nè client belong send chỉ nuôi thế hãy ca send cứ vía cho nó trong system đó admin ca phát đồ lại bàn thì hay một tiết dương miền là data confidentially nâng kia theo cam và to tiết mình record đách chẳng mình dương thật đó là data confidentially nó đang thà kia theo cam make sure là only user and sender bây giờ anh nhận ai tại nè real user nó để anh nhận ai tập bộ nè sender nó receiver nó ai phơi cá thứ cá mới được có an mistake để miền bộ third party này thế đạn miền chuẩn thị bảy này anh mới bàn thì hai mươi thiết cho miền data non reporting data reporting agent nó cứ thôi cá prevent sender from cái hạt denying và đây tha viết thư ca phía công ai sender nó bậc cái tha quạt bàn send message năng tề đôi chỉ picture concept nó cái phải nó trong ca tên lụ bitcoin để chỉ nó rồi về để dừng tên bitcoin và một con tên bitcoin vì một con bi nó chấn hay là receive trong ca tên nó cứ viên nó load từ can raw user thằng và đây tha chứ bạn thầy quạt chi nè tên mình quạt ai bậc cái thầy quạt bàn tên thì chẳng rõ ca bắt bật ca chấm nổi chấm này bị lừa thành phố bitcoin nó cứ viết load nó lớn system đó chẳng nhưng cho một cái để thở từ lừa data integrity bây giờ mới là rút phép bây giờ khơi nhé anh ấy đôi cả transfer bạc ta bây giờ vậy xuống anh ấy đôi sử dụng tên năng bitcoin cả tên lộ bitcoin của họ thôi tại đấy lại khăn là cái attack ấy nhưng thời cả send lôi mà rồi là tới phần tái cái thua ca cho đó po mệt ní đã tham mà pon đô la trong này tháng là chỉ nguồn để tán thời bản kịp đồ chấn để tán thời bản kịp đấu chấn chỉ hạt pol lắm bản dưỡng của tập hợp về đi sao mà chỉ nguồn chỉ hash này chấn là lấy cho đó hash function chỉ nói ní cái còn là nó như là hash function một chỉ nguồn chỉ undefined để vì mình rồi pay 7 bit là lấy cái server thì thế hay mình là SHA muối mình rồi học sub bit rồi SHA phí bây giờ mà pay 4 từ 5 rồi đập bit trên đấy thom đá chỉ đồn bit nó cứ chỉ đồn khi để về việc vừa cả generate nó trong đây thà khi can để chấn với can để secure như thế việc và bạn ở bộ attacker nó thực cả reverse calculation nhá phần tác về mình họ bị bạn thằng nào nó phải để bit can để chấn về trên này về can để vô nó cả decrypt nó encrypt như thế chẳng như cho mà đó là origin authentication origin authentication nó cứ phải là AMAC có những anh ta hash bộ năng secure key chẳng là nó về anh nhà ai only party thì mình thấy anh nhà ở tại đây cũ rồi viện pi nhé được có pi group ấy thế là vừa cả phải là secret key đó để ai vừa cả generate bàn ấy vì concept nó cái phải làm bài cà pia nơi man enemy đó attack nữa hai một tiếp như là data confidentially nó được vậy mà nó chứ cứ thời ba tha data để send trên bị A tới B nó cứ ai đặt nhận ao tại A nó B nó ai thưa ca khơi vía an vía thì nhận chắn cái lại nó cái trong vậy bịประเภท bộ P này aggregation P này symmetrical encryption năng asymmetrical encryption chứ như cho ta bị theo mười mối symmetric encryption symmetric encryption nó cứ vía bảo vệ nơi cái hai key đối kia để có pre-share key bảo vệ key đối kia tiếng hai một năng tiếng hai secure key để bảo vệ sản phẩm thôi ca encrypt năng decrypt chứ bên này key tầm mùi nhưng là bảo vệ năng ca encrypt decrypt để vì mình là minimum key length bên này vì mình bảo vệ tu chiếm để vì anh nhận ở những thôi ca generate nơi public key private key đơn chưa muốn ta đi cái âm vậy public hay private đôi symmetry đấy những anh vậy thà thôi ca generate nơi secure key đấy đại vì ai thôi ca
encrypt លឿន decrypt លឿនជាងមុនទៀតទៅហើយយើងចូលមកដល់នេះalgorithm នៃគេប្រើប្រាស់ហ្នឹងមាន DS triple DS AS ហើយ seal ហើយ RC នឹងទេហើយចូលមកដល់ asymmetric encryption asymmetric encryption វាខុសពីsymmetric encryption ហ្នឹងថងនេះវាប្រើប្រាស់ key ចំនួន2គឺ public key សម្រាប់ encrypt និង private key សម្រាប់ decrypt អញ្ចឹងវា slow ជាងsymmetric key ដោយសារវាមាន big ធំជាងវាមានដល់អាចពី512ដល់ចូល4000 bit ជាងដែលវា secure ជាងប៉ុន្តែវាយូរជាងនេះទៅដល់4096ហ្នឹងហើយនេះពាក់ព័ន្ធនឹងការប្រើប្រាស់របស់វានៅពេលដែលគេប្រើប្រាស់ចឹងទេហើយយើងអាចឡងចូលមកដល់នេះក្នុងនេះគេរៀបរាប់ប៉ុន្តែយើងចូលមកដល់ detail ហ្នឹងទៅអញ្ចឹងយើងមាន default element ប្រព័ន្ធនឹង default element គឺវាអាចជា algorithm មួយដែលវាអាចធ្វើការអនុញ្ញាតនៅរវាង PC2 ធ្វើការ generate នៅ secret key ដែលអត់ចាំបាច់ធ្វើការ send នៅ actual key ឆ្លងកាត់ network ទេអញ្ចឹងបើន័យថាពេលណាដែលគេប្រើប្រាស់វាកន្លែងណាគេប្រើប្រាស់វានៅពេលដែលIP6 និង IP6 ហើយ IP6 ហ្នឹងគឺប្រើប្រាស់ដើម្បី secure communication រវាង site រវាង website ហ្នឹងហើយមួយទៀត SSL និង TLS គេធ្វើការ secure ទៅលើ web traffic ហើយយើងមាននៅពេលមួយទៀតគឺ SSH SSH ហ្នឹងគេ secure នៅពេលដែលយើង remote access ចឹងដែរហើយ DH ហ្នឹងវា secure ដោយសារតែវា secure ហ្នឹងគឺដោយសារតែវាផ្អែកទៅលើ large number មានថាផ្អែកទៅលើចំនួនតួលេខដ៏ច្រើនដែល attacker ហ្នឹងវាអាចទទួលបានចំនួនអស់ហ្នឹងហើយប៉ុន្តែវាពិបាកក្នុងការ reverse calculate វាអាចប្រើប្រាស់រយៈពេលយូរដល់ឆ្នាំអីចឹងដែរអញ្ចឹងដល់ពេលកណនីធម៌អាចរកឃើញអាហ្នឹង hash key ហ្នឹងអញ្ចឹង hash key មួយទៀតវាដូរបាត់ទៀតវាថ្មីរហូតអញ្ចឹងវាអាចប្រើប្រាស់រយៈពេលយូរហើយចំពោះ limitation វិញចំពោះប្រព័ន្ធនឹង limitation វិញគឺDH គឺវា slow នឹងឯងវា slow សម្រាប់ក្នុងការ encryption អញ្ចឹងmodule 3យើងសន្មតថាចប់ប៉ុណ្ណេះអញ្ចឹងជាចុងក្រោយសូមអរគុណលោកគ្រូនិងអ្នកនរគ្នាដែលបានចូលរួមស្ដាប់ក្នុងការបកស្រាយនៅ slide presentation មួយនេះ